ជាគោលនយោបាយយើងមានបាក់លាស់ក្រៅការដឹកនាំរបស់សម្ដេចកលាហោមបញ្ញយោរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺថាបានជំរុញជាប្រចាំជារៀងរាល់ឆ្នាំរៀងរាល់ពេលនាំមកជូនដោយជវាជ័យសំណង់បុរាណខ្មែរមានទទួលសាងសង់សំណង់ស្ថាបត្យកម្មបុរាណខ្មែរគ្រប់ប្រភេទដោយស្ថាបត្យករនិងជាងជំនាញប្រកបដោយបទពិសោធន៍ខ្ពស់ជាបឋមអនុញ្ញាតឲ្យខ្ញុំសូមយកការនេះសម្ដែងនៅការគោរពចំពោះអាដាមផៃសិដ្ឋានរដ្ឋមន្ត្រីប្រតិគ្រូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពនៃនាំពាក្យរដ្ឋាភិបាលជាទីគោរពសូមគោរពអាដាមលោកជំទាវលោកស្រីអ្នកដឹកនាំនៃអង្គភាពនៃនាំពាក្យរដ្ឋាភិបាលអស់លោកស្រីជាអ្នកសារព័ត៌មានជាតិទាំងអស់ដែលបានចូលរួមនៅក្នុងកម្មវិធីថ្ងៃនេះសូមគោរពចំពោះអាដាមលោកស្រីអ្នកដឹកនាំខេត្តមន្ទីរអង្គភាពដែលបានអមដំណើរមកចូលរួមនៅក្នុងកម្មវិធីដ៏មានសារៈសំខាន់មួយនេះការចាប់ផ្ដើមខ្ញុំក៏សូមថ្លែងអំណរគុណចំពោះអាដាមថៃសិដ្ឋានដែររដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពនៃនាំពាក្យរដ្ឋាភិបាលដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំជាលើកទី2បានមកកាន់ទីនេះដើម្បីបានថ្លែងនៅសមិទ្ធផលសំខាន់របស់រដ្ឋបាលខេត្តជានោះទូលថ្វាយប្រគេនចំពោះសម្ដេចព្រះសង្ឃរាជព្រះជគុណព្រះសង្ឃគ្រប់ព្រះអង្គសម្ដេចឯកឧត្តមលោកជំទាវលោកស្រីជនរួមជាតិជាប្រិយមិត្តអ្នកស្ដាប់ទាំងអស់ដែលបានតាមដាននៃការផ្សព្វផ្សាយព័ត៌មានរបស់អង្គភាពនៃនាំពាក្យរដ្ឋាភិបាលនៃប្រជាជាតិចក្រកម្ពុជាជាការចាប់ផ្ដើមយើងខ្ញុំពិតជាមានសេចក្តីសោកក្នុងនាមរដ្ឋបាលខេត្តពិសេសនោះដែលបានមកកាន់ទីនេះដើម្បីថ្លែងនៅសមិទ្ធផលនានាឬជាការរៀបរាប់អំពីសមិទ្ធផលនានាដែលបានកើតឡើងនៅក្នុងរយៈពេល5ឆ្នាំក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃប្រជាជាតិចក្រកម្ពុជានិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតនិងការផ្ដល់ឱកាសនៃការអភិវឌ្ឍសង្គមជាតិរបស់យើងលើគ្រប់វិស័យគ្រប់រាជធានីខេត្តប៉ុន្តែថាសមិទ្ធផលដែលយើងខ្ញុំបានយកចិត្តទុកដាក់នៅក្នុងរយៈពេលកន្លងមកក្រោមការចម្អិលដឹកនាំរបស់រាជរដ្ឋាភិបាលនិងការដឹកនាំរបស់សម្ដេចកលាហោមឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលបានធ្វើឲ្យខេត្តបរសៀននេះបានរំលេចបាននៅសមិទ្ធផលសំខាន់ដែលគួរជាទីកត់សម្គាល់នៅក្នុងរយៈពេល5ឆ្នាំកន្លងមកនេះអំបញ្ញមិញឯកឧត្តមថៃសិដ្ឋានក៏បានធ្វើការរៀបរាប់បញ្ជាក់អំពីស្ថានភាពភូមិសាស្ត្រនិងប្រជាសាស្ត្រនៃខេត្តបរសៀននោះរួចរាល់មកហើយ
ដែលយើងខ្ញុំក៏សូមយកឱកាសនេះមកគោរពថ្លែងអំណរគុណជាថ្មីនៅអ្វីដែលអាដាមបានធ្វើការកត់សម្គាល់សម្រាប់ខេត្តពិសេសនោះរបស់យើងខ្ញុំជាមួយនឹងសមិទ្ធផលដែលមានការលេចធ្លោពិតប្រាកដណាស់ថាក្នុងរយៈពេល5ឆ្នាំកន្លងមកនេះកម្ពុជាក៏ដូចជាពិភពលោកទាំងមូលដែលយើងបានរងនៅឥទ្ធិពលដ៏អាក្រក់នៃជំងឺ Covid-19 ដែលបានរាតត្បាតពិភពលោកនិងប្រជាជាតិកម្ពុជារួមទាំងខេត្តបរសេនុរបស់យើងផងដែរពិតណាស់ថាខេត្តបរសេនុជាខេត្តមួយដូចបានគូបញ្ជាក់ដោយអាដាមខៃសិផាននៅបាញ់មិញគឺតកតងជាមួយនឹងបញ្ហាជំងឺ Covid-19 នេះអាចថាជាខេត្តដែលបានរងឥទ្ធិពលគំរាមកំហែងមុនគេសម្រាប់ការរាតត្បាតនៃជំងឺ Covid ការកើតឡើងឆ្លងរាតត្បាតដំបូងគេនៅកម្ពុជាគឺចាប់ផ្ដើមនៅខេត្តបរសេនុបន្ទាប់មកយើងក៏បានរងឥទ្ធិពលនៃការឆ្លងរាលដាលជាសហគមន៍ចំនួន2ដងដូចគ្នាចុងក្រោយគឺការឆ្លងរាតត្បាតជាសហគមន៍បែបទ្រង់ទ្រាយធំដែលនៅកម្ពុជាបានចាប់ផ្ដើមនៅថ្ងៃទី20ខែកុម្ភៈឆ្នាំ2021ហើយនៅខេត្តបរសេនុក៏បានចាប់ផ្ដើមរាតត្បាតនៅថ្ងៃទី23ខែកុម្ភៈឆ្នាំ2021នោះដែលបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរនៅក្នុងដំណាក់កាលនោះបានធ្វើឲ្យស្ថានភាពបានឈានដល់ការបិទទុកក្រុងបរសេនុទាំងមូលនៅពេលនោះប៉ុន្តែថានៅក្នុងប្រតិបត្តិការនៃការដឹកនាំនេះក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់សម្ដេចអគ្គមហាសេនាបតីនាយកហ៊ុនសែនទៅលើការងារបិទទុកឬការងារគ្រប់គ្រងស្ថានភាព Covid នៅប្រជាជាតិកម្ពុជានិងដោយឡែកនៅខេត្តបរសេនុនេះយើងបានឃើញថាកិច្ចអន្តរាគមន៍ជាសំខាន់ដែលបានផ្ដើមចេញជាឱកាសនោះគឺពិតជាមានច្រើនណាស់បើទោះបីថាស្ថានភាពដែលបង្កដោយជំងឺ Covid ពិតជាបានរំខានបំភ័យទៅដល់សតិអារម្មណ៍របស់ប្រជាជនមហាជនជាទូទៅធ្ងន់ធ្ងរយ៉ាងណាក៏ដោយយើងក្រោមការដឹកនាំនេះមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តបរសេនុនឹងមានការគ្រប់គ្រងពីកម្លាំងរបស់ថ្នាក់ជាតិផងនោះយើងបានរួមគ្នាតស៊ូបដូរផ្ដាច់ប្រឹងប្រែងរួមសុខរួមទុក្ខជាមួយនឹងបងប្អូនប្រជាពលរដ្ឋអនុវត្តនៅវិធានការដែលបានដាក់ចេញដោយសម្ដេចអគ្គមហាសេនាបតីនាយកហ៊ុនសែនការដាក់ចេញដោយក្រសួងសុខាភិបាលនិងបានចាត់វិធានការជាបន្តដើម្បីធ្វើការដោះស្រាយនៅបញ្ហាប្រឈមទាំងអស់នេះក្នុងគោលដៅនៃការការពារសុខសុវត្ថិភាពសុខុមាលភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តបរសេនុរបស់យើងកិច្ចការនោះពិតជាមានច្រើនដែលយើងបានចាប់ផ្ដើមតាំងពីការបិទគប់ការស្វែងរកការគ្រប់គ្រងការព្យាបាលការរកទីកន្លែងព្យាបាលការរកថ្នាំសង្កូវព្យាបាលដល់ដំណាក់កាលចុងក្រោយគឺយុទ្ធនាការនៃការចាក់វ៉ាក់សាំងដែលបានបន្ធូរបន្ថយស្ថានភាពវិលត្រឡប់មករកប្រកបដោយភាពឡើងវិញប៉ុន្តែព្រឹត្តិការណ៍ទាំងអស់នោះគឺថាពិតជាបានបង្កនៅផលលំបាកធ្ងន់ធ្ងរសម្រាប់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធហើយរួមទាំងការគិតគូរយ៉ាងច្រើនសន្ធឹកសន្ធាប់ពីថ្នាក់ដឹកនាំហើយនឹងបានដាក់ចេញនៅវិធានការសម្រាប់ការដោះស្រាយនេះហើយលើសពីនោះយើងក៏បានខិតខំធ្វើការដោះស្រាយបន្ថែមដើម្បីរកវិធីសម្រាប់ការចាត់ចែងកិច្ចការនេះប្រកបទៅដោយការទទួលខុសត្រូវនិងអាចបញ្ជាក់អំពីភាពមាននិរន្តរភាពដែលពិតហើយថានៅជំងឺ Covid បានចាប់ផ្ដើមមិនថាតែកម្ពុជាឬខេត្តបរសេនុនោះទេអាចថាពិភពលោកយើងក៏អត់បានដឹងខ្លួនថាជំងឺនេះវានឹងកើតឡើងនៅក្នុងឆ្នាំនេះអញ្ចឹងនៅពេលនៃការចាប់ផ្ដើមឡើងមកយើងឃើញថាអាការគម្រាមកំហែងនេះវានឹងមកដល់ឯវិធានការរបស់យើងនិងវិធីសាស្ត្រដើម្បីការពារនិងបង្ការខ្ញុំគិតថាប្រហែលជាពិភពលោកទាំងមូលយើងក៏ទទួលនៅក្នុងដំណាក់កាលប្រហែលគ្នាអញ្ចឹងការត្រៀមលក្ខណៈរបស់យើងក៏នៅក្នុងស្ថានភាពដូចគ្នាយើងមានការខ្វះខាតសម្ភារៈឧបករណ៍ថ្នាំសង្កូវរូបមន្តដើម្បីធ្វើការការពារនិងថែរក្សាពីដំបូងឡើយគឺថាយើងអត់មានទេយើងជួបការលំបាកខ្លាំងណាស់ដូច្នេះនៅមន្ទីរពេទ្យរបស់យើងដែលយើងមានអាចតែនៅខេត្តបរសេនុយើងមានមន្ទីរពេទ្យមួយមានមណ្ឌលសុខភាពចំនួន16ប៉ុស្តិ៍សុខភាពចំនួន2ប៉ុន្តែទាំងអស់នេះគឺថាសម្រាប់បម្រើតែសេចក្តីត្រូវការបញ្ហាសុខភាពបែបប្រកបដោយប៉ុណ្ណោះប៉ុន្តែនៅពេលដែលមានជំងឺ Covid កើតឡើងស្ថានភាពបែបនេះគឺមិនអាចទ្រាំទ្រង់បានទេយើងគឺពិតជាមានការខ្វះខាតខ្លាំងក្លាទាំងកន្លែងព្យាបាល
និងសម្ភារៈឧបករណ៍សម្រាប់ការប្រើប្រាស់បំរើឲ្យការប្រយុទ្ធប្រឆាំងនេះទាំងមូលអញ្ចឹងពេលនោះគឺថារដ្ឋបាលខេត្តក្រោមការចង្អុលដឹកនាំដ៏ខ្ពស់របស់សម្ដេចតេជោគឺថាយើងបានទៅជួលនៅសន្តាគារចំនួន8ដើម្បីយកមករៀបចំធ្វើជាកន្លែងព្យាបាលជាបន្តបន្ទាប់ដែលយើងបង្កើនក្រែសម្រាប់ព្យាបាលរហូតទៅដល់ 4,500 ក្រែនៅក្នុងដំណាក់កាលនោះដែលបញ្ជាក់ថាការឆ្លងរាលដាលជាប្រចាំថ្ងៃនៅក្នុងដំណាក់កាលខ្លះគឺថាបានជំងឺនឹងរីករាលដាលកើនរហូតទៅដល់ជាង 4,000 នាក់ដែលយើងតម្រូវការក្រែសម្រាប់ឲ្យធ្វើការព្យាបាលបងប្អូនជាប្រចាំថ្ងៃបន្ទាប់មកក្រោយពេលយើងមានវ៉ាក់សាំងក៏ដូចជាការដាក់ចេញនៅវិធានការព្យាបាលនៅតាមផ្ទះបន្តបានធ្វើឲ្យស្ថានភាពនៃតម្រូវការមន្ទីរពេទ្យឬក៏ក្រែព្យាបាលអ្នកជំងឺនេះត្រូវបានកាត់បន្ថយជាបន្តប៉ុន្តែក្នុងពេលជាមួយគ្នានោះរដ្ឋបាលខេត្តក៏បានបន្តការខិតខំដោយមានការចូលរួមនិងការជួយគ្រប់គ្រងពីថ្នាក់ដឹកនាំផងពីសប្បុរសជនផងយើងក៏មានលទ្ធភាពក្នុងការកសាងនៅមន្ទីរពិសោធន៍ជាដំបូងគេហើយនឹងមានចំនួនពីបរទេសផងនោះយើងក៏មានកសាងបាននៅមន្ទីរពិសោធន៍មួយដើម្បីនឹងធ្វើការពិសោធន៍វិភាគរោគមេរោគជំងឺ Covid ដោយខ្លួនឯងចឹងចំណុចនេះក៏សូមទាញការចាប់អារម្មណ៍ដែរថាមុនការកសាងបាននៅមន្ទីរពិសោធន៍ហើយការធ្វើតេស្តទាំងឡាយគឺយើងប្រមូលយកសំណាក់ពីខេត្តបរសៀននោះដឹកជញ្ជូនតាមរថយន្តយកមកធ្វើការវិភាគសំណាក់នៅឯរាជធានីភ្នំពេញកិច្ចការនោះគឺពិតជាមានការលំបាកច្រើនទាំងការដឹកជញ្ជូនទាំងការរងចាំលទ្ធផលហើយលើការដឹកជញ្ជូននេះគឺក៏បង្កផលប៉ះពាល់ការលំបាកច្រើនដែរហើយយើងត្រូវការចំណាយមធ្យោបាយគ្រូពេទ្យនិងការដឹកជញ្ជូនដែលរហូតមកដល់ពេលមួយនេះគឺថារថយន្តដឹកសំណាក់របស់យើងគឺថាបានបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមានប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនេះគឺថារហូតដល់គ្រោះថ្នាក់បាត់បង់អាយុជីវិតដែលនេះក៏ជាបន្ទុកដែលយើងបានរួមគ្នាធ្វើការដោះស្រាយអញ្ចឹងយើងឃើញថានេះជាផលប៉ះពាល់នៅពេលនោះប៉ុន្តែក្រោយមកគឺថាយើងបានកសាងនៅមន្ទីរពិសោធន៍នេះក៏បានផ្ដល់ភាពងាយស្រួលដែលនៅខេត្តគឺថាយើងអាចម្ចាស់ការក្នុងការវិភាគរោគមេរោគជំងឺ Covid ដោយខ្លួនឯងបានបន្ទាប់មកយើងឃើញមានតម្រូវការធ្ងន់ធ្ងរគឺកង្វះអុកស៊ីសែនអញ្ចឹងយើងក៏បានការគ្រប់គ្រងពីសប្បុរសជនរៀបចំបាននៅកន្លែងផលិតអុកស៊ីសែនសម្រាប់ផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការនៅក្នុងមន្ទីរពេទ្យសម្រាប់ផ្គត់ផ្គង់ទៅដល់អ្នកជំងឺរបស់យើងនៅទីនោះនេះពេលនោះហើយក្រោយមកទៀតដោយសារស្ថានភាពនៃការព្យាបាលមានការលំបាកយើងខ្ញុំក៏បានសុំការគ្រប់គ្រងពីសម្ដេចតេជោគៀងកោសប្បុរសជនដើម្បីនឹងធ្វើការកសាងនៅមន្ទីរពេទ្យមួយដែលមានទំហំធំដែរមានទទឹង33ម៉ែត្របដោយ93ម៉ែត្រ90ម៉ែត្រដែលអាចដាក់ក្រែសម្រាប់ធ្វើការព្យាបាលជំងឺ Covid បានរហូត229ក្រែហើយក៏បានកសាងរួចរាល់ជាស្ថាពរនិងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខេត្តបរសៀននោះរបស់យើងនេះក្រៅពីនោះយើងក៏មានរៀបចំនៅហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតជាការគ្រប់គ្រងដល់ដំណើរការពិនិត្យព្យាបាលនៃជំងឺ Covid នៅពេលនោះបើទោះបីថាយើងបានខិតខំយ៉ាងដូចនេះក៏ដោយក៏ប៉ុន្តែឃើញថាជំងឺនេះគឺថាបានបង្កការឆ្លងរាលដាលហើយពិសេសគឺថានៅក្នុងដំណាក់កាលមុនពេលដែលយើងមានវ៉ាក់សាំងគឺជំងឺនេះបានឆក់យកអាយុជីវិតប្រជាពលរដ្ឋជនរួមជាតិរបស់យើងអស់254អង្គអ្នកដែរដែលបានបាត់បង់អាយុជីវិតទៅដោយសារតែជំងឺ Covid-19 នេះគឺជាអ្វីដែលយើងបានខូចខាតបាត់បង់ដោយជំងឺ Covid ប៉ុន្តែលើវិធានការដែលបានអនុវត្តយើងក៏បានដោះស្រាយបញ្ហានេះដែលរហូតមកដល់ចុងឆ្នាំ2021ឃើញថាស្ថានភាពនៃជំងឺ Covid ក៏បានធូរស្បើយហើយការចាក់វ៉ាក់សាំងក្រោមនយោបាយដឹកនាំរបស់សម្ដេចតេជោដែលបានផ្ដល់ចាក់ផ្ដើមតាំងពីចំនួនវ៉ាក់សាំងនិងការដាក់ចេញនៅផែនការសកម្មភាពការចាក់វ៉ាក់សាំងគឺធ្វើឲ្យវ៉ាក់សាំងនេះគឺថាមានភាពសមទៅកាន់សហគមន៍ដែលបានធ្វើឲ្យកម្ពុជាទាំងមូលគឺអាចបើកប្រទេសឡើងវិញទាំងសេដ្ឋកិច្ចនិងសង្គមចាប់ពីចុងឆ្នាំ2021កន្លងមកដល់ពេលបច្ចុប្បន្ននេះក៏ទោះបីថាអាចថាយើងមានភាពសមសហគមន៍ក៏ដោយហើយជំងឺក៏នៅតែមានការឆ្លងរាលដាលហើយយើងក៏នៅតែបន្តការយកចិត្តទុកដាក់ជាបន្តទៀតក្នុងការតាមដានតាក់ទងជាមួយនឹងការវិវត្តរបស់ជំងឺ Covid-19 ក៏ដូចជាការបន្តការខិតខំគ្រប់គ្រងកុំឲ្យមានការរីករាលដាលទៅលើវិធានការនៃការជំរុញការចាក់វ៉ាក់សាំងដូរជំរុញជាបន្ត
ដែលក្រុមមន្ត្រីសុខាភិបាលរបស់យើងគឺថានៅបន្តការខិតខំជាបន្តថែមទៀតផងដែរទីពីរខ្ញុំក៏សូមមកការរំលឹកបន្ថែមរំលឹកអំពីសមិទ្ធផលដែលបានកសាងសម្រាប់ខេត្តពិសេសនោះដោយមានភាពលេចធ្លោគឺពិតប្រាកដណាស់គឺថាការកសាងហេដ្ឋារចនាសម្ព័ន្ធដែលនៅក្នុងរយៈពេល5ឆ្នាំកន្លងមកនេះសម្ដេចតេជោគឺថាបានផ្ដល់ឱកាសទាំងហិរញ្ញវត្ថុទាំងធនធានមនុស្សទៅដល់ខេត្តពិសេសនោះរួមទាំងការដាក់ចេញនៅនយោបាយសម្រាប់ការអភិវឌ្ឍនេះដោយទី1គឺបានដកយកនៅកញ្ចក់ថវិការបស់ជាតិថវិកាសន្សំរបស់ជាតិចំនួន$100 លានសម្រាប់ជាការចាប់ផ្ដើមនៃការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តពិសេសនោះនេះដែលបានប្រគល់ភារកិច្ចទៅឯកឧត្តមអគ្គមនិតសភាចារអូនពុននិរតនិងឯកឧត្តមសុនចន្ទថុលទេសរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានធ្វើការដឹកនាំនៃការប្រើប្រាស់កញ្ចក់ថវិកានេះសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានផ្លូវចំនួន11ខ្សែនិងការស្ដារអូបន្លាយទាំង5នៅក្នុងក្រុងពិសេសនោះរបស់យើងនេះសម្រាប់បម្រើឲ្យសេចក្តីត្រូវការលើការធ្វើចរាចរណ៍ជាមួយនឹងការរំដោះនៅទឹកចំនួនហើយលើសពីនេះក៏នឹងមានការកសាងនៅហេដ្ឋារចនាសម្ព័ន្ធផ្សេងបន្ថែមទៀតដែរដូចជាការជួសជុលអាងប្រព្រឹត្តកម្មទឹកសំអី16ហិកតាជាមួយនឹងការបំពេញបន្ថែមនៅគម្រោងរំដោះទឹកចំនួននោះផងដែរទី2គឺសម្ដេចតេជោបានផ្ដល់នៅគោលនយោបាយស្លឹកត្នោតចាប់កត្នោតដែលបានប្រគល់ភារកិច្ចជូនឯកឧត្តមជាភារាឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដឹកនាំគណៈកម្មការជាតិអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាដែលមានឯកឧត្តមបណ្ឌិតថងខុនរដ្ឋមន្ត្រីក្រសួងទេសចរឯកឧត្តមសាយសំអាលរដ្ឋមន្ត្រីក្រសួងបរិស្ថានគឺបានដឹកនាំរដ្ឋបាលខេត្តហើយនឹងការប្រើប្រាស់មន្ត្រីរបស់គណៈកម្មការឆ្នេរនេះចុះមកធ្វើការអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងក្រុងក្នុងខេត្តពិសេសនោះចំនួន37ខ្សែនឹងបានកសាងនៅហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមជាច្រើនបន្ថែមទៀតដោយមានការរួមគិតបញ្ចូលទាំងការរស់នៅប្រកបដោយចីរភាពបរិស្ថានបៃតងល្អនៅក្នុងក្រុងពិសេសនោះរបស់យើងការកែលម្អឆ្នេរសមុទ្រឲ្យមានសោភ័ណភាពធ្វើឲ្យឆ្នេរក្លាយជាឆ្នេរលំហសាធារណៈដែលអាចទទួលបានភ្ញៀវជាតិនិងអន្តរជាតិទៅកំសាន្តសប្បាយឆ្នេរដែលយើងរៀបចំឲ្យទៅជាកន្លែងទេសចរមានប្រវែង18គីឡូម៉ែត្រដែលយើងគិតពីកំពង់ផែពិសេសនោះទៅកាន់ពយឆ្នេរជំទាវម៉ាទាំងអស់នេះគឺជាសមិទ្ធផលដែលបានគណៈកម្មការឆ្នេរបានប្រើប្រាស់គោលនយោបាយស្លឹកត្នោតចាប់កត្នោតហើយក្រៅពីនេះគឺថាយើងបានកសាងរួចនៅផ្លូវថ្នល់ជាមួយនឹងការបំពាក់នៅភ្លើងបំភ្លឺសាធារណៈការគំនូសចរាចរណ៍សញ្ញាផ្លាកសញ្ញាភ្លើងស្តុបកាមេរ៉ាសុវត្ថិភាពរួមទាំងការរៀបចំក្រានីតផ្លូវដើរផ្លូវថ្មជើងផ្លូវជិះកង់ដែលមានចីរភាពជាមួយនឹងបរិស្ថាននោះផងដែរហើយនឹងបានរៀបចំកែលម្អនៅខ្ចោះលក់ដូររបស់បងប្អូនអាជីវករនៅឆ្នេរអូឈើទាលដើម្បីឲ្យមានសោភ័ណភាពមានការទាក់ទាញនិងបង្កើតការងារជូនទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើងនឹងការរៀបចំនៅរង្វង់មូលដែលមានរូបសំណាកព្រះថោងនានាព្រះសិរីមុខ3ព្រះឧមាមហេសីនិងព្រះស្កន្ទទ្រង់កងោកដែលទាំងអស់នេះគឺថាមានការបញ្ជាក់អំពីវប្បធម៌ប្រពៃណីជាការលើកតម្កើងនៅគុណតម្លៃប្រពៃណីវប្បធម៌ជាតិខ្មែរដែលបានបន្សល់ទុកដើម្បីបន្តការរក្សានៅក្នុងតំបន់ជាប្រវត្តិសាស្ត្ររបស់យើងនេះនឹងការកែលម្អនៅទឹកបណ្ដាត្រីកោណដែលបានរៀបចំជាបន្តបន្ទាប់ដែលមាននៅក្នុងក្រុងនិងខេត្តពិសេសនោះរបស់យើងហើយក៏ជាការកសាងបាននៅចំណុចដែលមានការចាប់អារម្មណ៍ថាជាជាតិនិងអន្តរជាតិផងដែរគឺការរៀបចំនៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ដែលចំណុចនេះគឺថាគណៈកម្មការជាតិអភិវឌ្ឍតំបន់ឆ្នេរបានធ្វើការកសាងនៅក្នុងគោលនយោបាយស្លឹកត្នោតចាប់កត្នោតនេះរួចរាល់គឺបានស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន2ទី1និងទី2បានរួចរាល់នឹងកំពុងដំណើរការជារៀងរាល់ថ្ងៃហើយកំពុងដំណើរការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី3នេះដែលមកដល់ពេលនេះគឺថាបានច្រើនភាគរយហើយដែលនឹងបញ្ចប់ក្រុមនឹងបញ្ចប់នៅក្នុងខែ10ឆ្នាំ2023ខាងមុខនេះអញ្ចឹងអាងប្រព្រឹត្តកម្មទឹកកខ្វក់នេះគឺថាបានរួមចំណែកដើម្បីធ្វើឲ្យឆ្នេរ
នឹងទឹកសមុទ្ររបស់យើងកាន់តែល្អប្រសើរហើយខ្ញុំពិតជានៅចាំនៅក្នុងកិច្ចប្រជុំបូកសរុបរបស់មហាសន្និបាតក្លឹបឆ្នេរសមុទ្រអន្តរជាតិដែលបានប្រព្រឹត្តទៅកាលពីចុងឆ្នាំ2022ហើយដែលសម្ដេចអគ្គមហាសេនាបតីតេជោក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិធីបើកនៃឱកាសនោះដែលថ្នាក់ដឹកនាំនៃគណៈកម្មការក្លឹបឆ្នេរអន្តរជាតិក៏បានមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីបញ្ហាអាងប្រព្រឹត្តកម្មទឹកកខ្វក់ដោយសារពួកគាត់បានមកពិនិត្យកម្ពុជាកាលពី11ឆ្នាំមុនដើម្បីវិតម្លៃកម្ពុជាក្នុងការដាក់បញ្ចូលទៅជាសមាជិកក្លឹបឆ្នេរស្អាតបំផុតនៅលើសកលលោកពេលនោះគឺថាស្ថានភាពរបស់យើងនៅមានការលំបាកប៉ុន្តែការឃើញនៅលើកនេះគឺគាត់មានការវិតម្លៃខ្ពស់ដែលមានការកោតសរសើរពីកិច្ចខំប្រឹងប្រែងរបស់កម្ពុជាក្នុងការធ្វើឲ្យឆ្នេររបស់យើងគឺកាន់តែមានបរិស្ថានល្អប្រសើរហើយបច្ចេកវិទ្យានៃការប្រើប្រាស់នៅក្នុងការធ្វើប្រព្រឹត្តកម្មក៏ទំនើបដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងផងដែរក្រៅពីនេះយើងក៏មានការកសាងហេដ្ឋារចនាសម្ព័ន្ធដោយការចាប់អារម្មណ៍ឯនាំថៃសិផានដើម្បីវិញតកតងជាមួយនឹងនយោបាយកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដែលមានផ្នែកមួយក៏មានការតកតងជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិដែលទៅមានការទទួលខុសត្រូវតកតងជាមួយនឹងការអភិវឌ្ឍរដ្ឋបាលមូលដ្ឋានរបស់ខ្លួននៅពេលណាក្រោមនយោបាយកំណែទម្រង់នេះរដ្ឋាភិបាលគឺថាបានផ្ដល់នៅកញ្ចក់ថវិកាសម្រាប់ថ្នាក់រដ្ឋបាលក្រោមជាតិគ្រប់ថ្នាក់មានថ្នាក់ខេត្តថ្នាក់ក្រុងស្រុកនិងថ្នាក់ឃុំសង្កាត់អញ្ចឹងគឺកញ្ចក់ថវិកានេះត្រូវបានយើងយកមកប្រើប្រាស់ដើម្បីធ្វើការអភិវឌ្ឍនិងដោះស្រាយបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានដែលរដ្ឋបាលខេត្តក៏បានប្រើប្រាស់កញ្ចក់ថវិកានេះក្នុងរយៈពេលអាចថា4ឆ្នាំកន្លងមកក៏ទោះបីថាថ្ងៃនេះយើងនិយាយពីលទ្ធផល5ឆ្នាំប៉ុន្តែសម្រាប់ឆ្នាំ2023នេះយើងមិនតាន់បានដំណើរការនៃការកសាងជាសមិទ្ធផលនៅឡើយទេកំពុងជំរុញនីតិវិធីហិរញ្ញវត្ថុផលិតកម្មសម្រាប់ការអនុវត្តនៅពេលបន្តជាង4ឆ្នាំកន្លងមកនេះគឺថាយើងក៏បានប្រើប្រាស់កញ្ចក់នេះសម្រាប់ក្របខ័ណ្ឌខេត្តគឺយើងបានកសាងផ្លូវបាន54គីឡូជាងដែរសម្រាប់ទុកជាប្រើប្រាស់នៅក្នុងក្រុងនឹងការអភិវឌ្ឍនៅហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដូចជាស្ពានដូចជាលូបន្តបាទថ្នាក់ក្រុងស្រុកក៏បានខិតខំប្រើប្រាស់នៅកញ្ចក់របស់ខ្លួននេះដែលយកទៅធ្វើការកសាងផ្លូវថ្នល់និងលូបន្លាយបានជិត4គីឡូដែរឯថ្នាក់ឃុំសង្កាត់គាត់ក៏បានប្រើប្រាស់កញ្ចក់របស់គាត់កសាងនៅផ្លូវថ្នល់នេះគឺថាបានជាង10គីឡូរបស់គាត់ដែរអញ្ចឹងនេះគឺជាសមិទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្រោមទម្រង់នៃការជួយឧបត្ថម្ភនិងការអភិវឌ្ឍជាក់ស្ដែងនៅខេត្តបរសៀននោះដែលមានទាំងថ្នាក់ជាតិជួយគ្រប់គ្រងនិងថ្នាក់មូលដ្ឋានខ្លួនឯងបានខិតខំធ្វើការអភិវឌ្ឍឯសមិទ្ធផលដែលយើងឃើញថាវាមានលេចធ្លោបន្ថែមទៀតដោយបានការគ្រប់គ្រងអាចថាដោយថ្នាក់ជាតិប៉ុន្តែមានដៃគូឯកជនដើម្បីនឹងធ្វើការអភិវឌ្ឍទីមួយគឺកំពង់ផែទឹកជ្រៅក្រុងបរសៀននេះដែលឃើញថារដ្ឋាភិបាលបានសហការជាមួយនឹងជប៉ុនដែលមានអង្គការចែកការហើយបានធ្វើការអភិវឌ្ឍកំពង់ផែដែលឥឡូវនេះគឺថាយើងកំពុងបន្តការអភិវឌ្ឍកំពង់ផែសមុទ្រទឹកជ្រៅរបស់យើងនេះឲ្យកាន់តែមានស្ថានភាពល្អប្រសើរជាងមុនឥឡូវយើងកំពុងតែធ្វើការអនុវត្តគម្រោងអភិវឌ្ឍដំណាក់កាលទី1ទី2បន្ថែមទៅលើការអភិវឌ្ឍពីដំបូងដោយចែកការនេះគឺថាកំពុងតែដំណើរការនឹងសកម្មភាពហើយគម្រោងនេះនឹងរួចរាល់ដល់ឆ្នាំ2025ខាងមុខដែលនឹងផ្ដល់ឱកាសឲ្យកំពង់ផែរបស់យើងមានសមត្ថភាពអាចទទួលបាននាវាដែលមានជម្រៅទឹករហូតទៅដល់13ម៉ែត្រកន្លះដែលបច្ចុប្បន្នគឺថាយើងមាន9ម៉ែត្រកន្លះបាទប្រសិនបើយើងសម្រាប់បានលទ្ធផលនេះនៅឆ្នាំ2025នឹងផ្ដល់ឱកាសឲ្យការដឹកជញ្ជូនតាមផ្លូវទឹករបស់យើងនឹងគឺថាមានតម្លៃកាន់តែចុះលាក់ថោកដែលធ្វើឲ្យកម្ពុជាគឺថាអាចមានលទ្ធភាពប្រកួតប្រជែងការដឹកជញ្ជូនតាមផ្លូវទឹកជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់របស់យើងទី2គឺពលានយន្តហោះអញ្ចឹងពលានយន្តហោះនេះគឺរដ្ឋាភិបាលបានសហការជាមួយនឹងខាងបារាំងដែលបានប្រគល់កិច្ចសន្យាទៅឲ្យក្រុមហ៊ុន SCA ដើម្បីនឹងធ្វើការអភិវឌ្ឍដែលក្នុងរយៈពេលកន្លងមកនេះក្រុមហ៊ុនក៏បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធ្វើការពង្រីកផ្លូវរត់
ដែលពីមុនគឺថាយើងមានតែប្រវែង 2,500 ម៉ែត្រតែប៉ុណ្ណោះប៉ុន្តែរហូតមកដល់ចុងឆ្នាំ 2020 គឺក្រុមហ៊ុនបានធ្វើការកសាងពង្រីកផ្លូវរត់នេះរហូតទៅដល់ 3,300 ម៉ែត្រដែលមានលទ្ធភាពទៅឲ្យយន្តហោះណាក់អាចថាកម្រិត 4E យន្តហោះដែលមានកៅអីអង្គុយ3ជួរអាចចុះចតបានបាទអាចចុះចតបាននេះគឺថាជាការអភិវឌ្ឍផ្នែកផ្លូវគោកយើងឃើញថាផ្លូវលបឿនលឿនដែលបានតបជាប់ពីរាជធានីភ្នំពេញទៅកាន់ខេត្តពិសេសនោះហើយផ្លូវនេះទៅបានកសាងរួចរាល់ហើយដែលបានបើកឲ្យដំណើរការសាកល្បងកាលពីដើមខែ10ឆ្នាំ 2022 និងបើកឲ្យដំណើរការពេញលេញនៅខែ11ឆ្នាំ 2022 ដែលផ្លូវនេះកំពុងតែមានការចាប់អារម្មណ៍អាចថាជាផលិតផលជាសមិទ្ធផលថ្មីផងហើយក៏ជាផលិតផលទេសចរមួយថ្មីសម្រាប់ខេត្តពិសេសនោះផងដែរព្រោះឯសារតែផ្លូវលបឿនលឿននេះគឺថាបានទាក់ទាញធ្វើឲ្យអ្នកទេសចរពិសេសទេសចរជាតិក្នុងស្រុកដែលចាប់ពីចុងឆ្នាំ 2022 មកនេះគឺមានដំណើរកំសាន្តទេសចរទៅកាន់ខេត្តពិសេសនោះយ៉ាងច្រើនពិសេសនៅចុងសប្តាហ៍និងថ្ងៃបុណ្យទានយើងឃើញថាជារៀងរាល់ចុងសប្តាហ៍និងថ្ងៃបុណ្យទានគឺមានអ្នកទេសចរជាតិជាច្រើនដែលគាត់បានទៅទស្សនាកំសាន្តនៅខេត្តពិសេសនោះតំបន់ឆ្នេររួមផ្សំជាមួយនឹងការកសាងនៅហេដ្ឋារចនាសម្ព័ន្ធដែលយើងមានដូចបានរៀបរាប់ខាងដើមហើយនឹងការរៀបចំតំបន់ទេសចរនានាកោះឆ្នេររបស់យើងដែលមានហើយយើងបានកែលម្អទៅជាតំបន់រមណីយដ្ឋានដែលមានការទាក់ទាញមានបែបហើយខ្លះមានបែបថ្នាក់ពោះថ្នាក់មធ្យមនិងថ្នាក់កណ្ដាលជាបន្តបន្ទាប់ដូចជាកោះសង្សារកោះឫស្សីកោះក្របីថ្មរូងគឺសុទ្ធតែជាកន្លែងរមណីយដ្ឋានដែលមានកម្រិតខ្ពស់ហើយមានការពេញនិយមពីភ្ញៀវទេសចរដែលទៅកំសាន្តសប្បាយថ្នាក់មធ្យមដូចនៅតាមបណ្ដាកោះរងសន្លឹមយើងឃើញថាបច្ចុប្បន្ននេះគឺថាភ្ញៀវទេសចរពិសេសអន្តរជាតិភាគច្រើនអ្នកដែលមកពីអឺរ៉ុបគឺថាគាត់ទៅលំហែកំសាន្តសប្បាយនៅឯកោះយុគមិញខ្ញុំក៏មានឱកាសជួបឯកឧត្តមនាយករដ្ឋទូតអាមេរិកនៅក្នុងពិធីទទួលនាវារបស់កងទ័ពជើងទឹកអង់គ្លេសគាត់ក៏បានលើកឡើងសួរសុខទុក្ខមកខ្ញុំអំពីបញ្ហាស្ថានភាពនិងខ្ញុំក៏បញ្ជាក់គាត់តាក់ទងបញ្ហាកោះគាត់ក៏បានលើកឡើងថាគាត់ធ្លាប់ទៅសម្រាប់លំហែនៅកោះនេះច្រើនដងច្រើនសារគាត់មានការពេញចិត្តជាមួយនឹងស្ថានភាពនៅលើកោះនេះច្រើនដែរបាទចឹងពិតណាស់ថានេះគឺជាតំបន់ជាឱកាសទាក់ទាញតាក់ទងជាមួយនឹងការអភិវឌ្ឍនេះដោយសារតែយើងមានសក្តានុពលទាក់ទាញថ្ងៃទេសចរនេះផងហើយនឹងការកសាងអភិវឌ្ឍតម្រង់ទិសទៅរកគោលដៅតារារាជនីតិនិរដីនេះគឺបានធ្វើឲ្យការទាក់ទាញពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិដែលតាមនៃហេដ្ឋារចនាសម្ព័ន្ធនេះគឺថាភ្ញៀវទេសចរកំពុងតែមានការពេញនិយមទៅទស្សនាកំសាន្តនៅទីនោះយ៉ាងច្រើនដោយបានបញ្ជាក់ជូនខាងដើមបាទនេះគឺថាជាលទ្ធផលដែលយើងខ្ញុំមានការចាប់អារម្មណ៍ជាសំខាន់ហើយចំពោះបណ្ដាវិស័យផ្សេងទៀតដែលបានរួមចំណែកនឹងធ្វើឲ្យសមិទ្ធផលដែលមានការលេចធ្លោនៅក្នុងរយៈពេល5ឆ្នាំកន្លងមកនេះទាក់ទងជាមួយនឹងវិស័យដីធ្លីនិងសំណង់ក៏អាចចាត់ទុកថាជាវិស័យមួយដែលមានការចាប់អារម្មណ៍ដែរដែលយើងឃើញថាបញ្ហាដីធ្លីនេះបើទាក់ទងជាមួយនឹងការចុះបញ្ជីដីធ្លីមន្ត្រីរបស់យើងបានបន្តការខិតខំជារៀងរាល់ថ្ងៃបច្ចុប្បន្នយើងមានក្រុមមន្ត្រីចំនួន4ក្រុមដែលកំពុងតែបន្តការចុះបញ្ជីតាមលក្ខណៈជាប្រព័ន្ធដើម្បីដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលយើងកំពុងតែបដិញ្ញាចិត្តអនុវត្តในការប្រឹងប្រែងចុះបញ្ជីនេះធ្វើយ៉ាងណាឲ្យសម្រេចគោលដៅរបស់រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ2025ខាងមុខហើយទី2គឺផ្នែកសំណង់គឺឃើញថាខេត្តពិសេសនោះក៏មានការចាប់អារម្មណ៍ពីមតិប្រជាជនមហាជនជាច្រើនដែរថាជាខេត្តដែលមានសំណង់ពុះកើតឡើងយ៉ាងលឿនក៏ប៉ុន្តែស្ថានភាពសំណង់នេះអាចថាកន្លែងខ្លះក៏កំពុងតែមានការចាប់អារម្មណ៍ជាមួយនឹងភាពជាប់គាំងឬក៏ភាពនៅត្រឹងនៃការសាងសង់ដែលសំណង់សរុបយើងមាន1106សំណង់អគារខ្ពស់តែក្នុងចំណោមសំណង់អគារខ្ពស់ទាំងអស់នេះមកដល់ពេលនេះគឺថាសំណង់អគារដែលបានផ្អាកការសាងសង់ទាំងស្រុង
mà cả sang song từng song nước cứ tham miền bày rồi hạ sụp của buồn ở kia ai kia đây của công ty tổng nào ca để vềปัจจุบันโดยสาวแต่ไปเริ่มลังวิ่งกราวโควิดนึงคือเมียนไต้80กว่าบุญเกียร์ดิมา80กว่าบุญเกียร์ดิเฮ้ยหนึ่งเมียนเกียร์ในบ้านสร้างซ่องด้วยเฮ้ยก็ผลได้โดยสาวจากการกลุ่มเรียงกลุ่มให้ในค่าโควิดtrongปีก็ลองตื้อคือมันบานดำนาการที่ดำนาการเมียนปี155เกียร์นึ่งเกียร์ในบ้านสร้างซ่องด้วยกลุ่มปุ่งดำนาการในปีปัจจุบันในบ้านนึ่งกลุ่มปุ่งดอกการนี้แต่เอาอยู่วิจุนmà tập quân là co vào dưới này tập trung tại đầm ra cao nhé từ miền trục núi bay rồi bay ở kia mà bay rồi bay ở kia nên cái thiết than phiêu sủng năng của thằng khai của xe lúc bắn như gì là nên cái cả chập vào đóng của từ lừa kia của nơi hỏi chế riêng sủng khăn mà ai chạy tôm chỉ môi nước bành hà kia đấy đầm na cả đòi sao bị bạch covidคือก็ลองเตอร์ก็มีสุดนูนการจับรอมจะเอาได้ได้หมดเอาไปนี่เรียนเราทำปีบ้านกรรมการดังนอมบอสมได้ดิโจบ้านดังออนไลน์นอมเตอร์ไอ้ดำเก็บมันดึงสุดที่จ้าโอนปอนมันรอดได้เอาเพื่อการขึ้นกู้รองฟิที่เพื่อการดอกไส้อันปีปัญหาสำนองจบเกี่ยงนี่ในหมดเอาปัจจุบันนี้คือทาไอ้ดำเก็บมันดึงสุดที่จ้าบ้านบอกเกิดในกรมการเงินมุ้ยดับไปเรียบจำกู้นโยบายดอกไส้สำนองจบเกี่ยงนี่ในกู้นโยบายนี่คือทางกระพงแต่ดำนาการเชี่ยวบรรทอบรรทุกแต่เฮ้ยให้การขึ้นกู้นี่กระพงแต่ส้มจะบอกตักดังนอมเชี่ยวบรรทอบรรทุกดับไปสำเร็จอันปีกู้นโยบายสำหรับการเลือกตึกจัดเอาการก่อสร้างหนึ่งจุดเรื่องในการสร้างอาเกียได้จบเกี่ยงเต็มอันนี้นะที่ปีเด็ดจำได้ไปเตี้ยได้แต่ต้องปัญหาเตสจอที่บ้านเดินลังบันเม้งคือทับชิวเตสจอแต่หมอกจรานี่ก็ได้ไอเตลือสถานเพียบในยังเป็นการอภิวัตสถานเพียบสักการนุปโรปิทอมเชียนเมียนเนเมียนก็หนึ่งการริบจอมรุนนิธานี่ในบ้านดอลลัดเพียบเอาเยอะมวยเตี้ยชงกระสมกระแทงเตะตรงจุมวยหนึ่งการอภิวัตมวยแบบไหนได้บ่าอากิสดีก็ให้จิมประบานการจับอารมณ์ที่ก็ผลแต่อากิสนีนี่ก็อาจจะตุกทาวิจเรื่องสำคัญแต่จะต้องจุ่มมือในการอภิวัตอาจจะเล็กลงใครไปเสนุกวันนี้เย่ปีปรำชนะวันนี้คือถ้ายังปิดเจ็บกว่าขาดนะอากิสนีมากกว่าขาดหลังอากิสนีวันนี้เราพูดของเราปัจจุบันใครไปเสนุกคือถ้าเตยเชียแขกมวยได้ผลัดหนึ่งกดกุ้งอากิสนีมากอากิสนีสำหรับการใจในกรอบพันธุ์ทุเตียมประเทศเปิดทางการผลัดเราบอกยังเตยกดกุ้งแต่อ้อยบรรดาเชียนให้บรรดาเชียนยกตัวใจตามการปรับปรับนักนงเรียนจะดีแค่จังปีสถานอภิบได้ยืมเมียนกะควักคาดอกิสนีการปีปรามชนะมุนมาดาปัจจุบันใครไปเสียนุกเตอร์จีแค่เมียนกะกุดคงอะไรนี่คือทายยืมเมียนสมัติอภิบผลัดอกิสนีบ้านรโคตรดอลหมวยปวนใบร้อยเก้าสปรัมเมกะวัตไอการปรับปรับนักนงกรองไปเสียนุกรอดไงนี่คือทางนงหลวงวงแต่หมวย150 เมกะวัตไอแต่ปนอาจเมียนไงคลักสาวติดในตรำแต่110 เชียงเมกะวัตต์ในแต่ในฟื้นการปิ้ง140 เชียงเมกะวัตต์หรือก็150 เมกะวัตต์ไอ้แต่ปนบ่าจังยืนคลายติดจิตแค่ได้ซอลอากิสนีหนึ่งบ้านกุดกุ้งบ่ากัดกุดกุ้งปันใดนี่คือทัดกราวการจัดใจหรออันยาโทกิสนีเจียดมาบรรดาเจียดระบายเยือนในบ้านจัดใจปราบปรามนี่คือเจียทานพิบอากิสนีในขนมแขกไปเสียนุระบายเยือนแต่ต้องจมวยหนึ่งปัญหาตึกก็โดยเนี่ยได้การปีปรามชนะมุนคือทางแขกพิเศษนุยังก็เป็นการลำบากในสาขาปอกตึกในสาปัญหาหมายางคือปกตึกไอ้หมายางติดแต่ต้องจมวยหนึ่งการปิดโยกไอ้แต่แขกพิเศษนุไปให้เจ็ดข้อปีเรียนดีแขกพิเศษในสาแต่การกุดกงตึกคือเรียนทัพปีบ้าบานตะโกนต่อกรมพลไอ้กิจนในกรมพลไอ้กิจนคือถ้ากอดบานฝึกการรับรองขนมระยะเป็นประมาณชนำจงกล่าวนี้ก็เมียนรัฐพิบตรงริกาผลัดตึกกากรุบกรองตึกนำไปทีนี้ดอลกากุดกงจังตึกสะอาดนี่คือทาแมนเทนเตอร์มาดอลปัจจุบันสามารถพิบในกากรุบกรองตึกจมวยนั้นกาผลัดตึกสะอาดยืงมันกวาดเลยบ่ามันกวาดเลยอาทานของซ่องเป็นน้องของรัฐประเชียปรอดได้กำปงแต่ปราบปรามในปีปัจจุบันน้องตีกรองตัวเสียนุระบายเยือนก็ในกระทรวงกู้บัญชีได้ทำวันที่เจจังให้ไอ้บ้านเชียนเราตามที่ชนบทมวยจำนวนตอนเป็นตึกสะอาดโอ้น้องก็จะตองจมวยน้องบันดาลมาบันดาลคือทำกระไรในวิชงายคือยังมันอ้ายอกตึกสะอาดปีกระดาษกรอบได้ตึกฝึกการกุดคงบ้านที่ปันแต่
សម្រាប់នៅក្នុងក្រុងដែលនៅក្នុងដែននៃបណ្ដាញក្រុមហ៊ុនបានទទួលសិទ្ធិនេះគឺថាគិតនៅក្នុងដំណាក់កាលបច្ចុប្បន្នគឺថាទឹកយើងប្រើអត់អស់ជារួមគឺថាយើងមានសមត្ថភាពផលិតក្នុងមួយថ្ងៃរហូតដល់ទៅ 18,000 ម៉ែត្រគីបនោះប៉ុន្តែរាល់ថ្ងៃនេះគឺថាសមត្ថភាពនៃការស្រូបប្រើនៅក្នុងក្រុងគឺត្រឹមតែក្នុងរង្វង់ 8,000 ឬក៏ 9,000 ម៉ែត្រគីបតែប៉ុណ្ណោះអញ្ចឹងមានន័យថាមិនមែនជាកង្វល់ទេប៉ុន្តែយើងក៏នៅតែជួបឧបសគ្គដែរដោយសារតែការវិនិយោគកាលពីដើមឡើយគឺថាបំពង់ចែកចាយទឹកកាលពីដើមទីគឺថាទឹកយើងវាមិនទាន់មានតម្រូវការខ្លាំងអញ្ចឹងសម្ពាធទឹកវាសមល្មមអញ្ចឹងតយោដែលបានកប់ដើម្បីនាំទឹកទៅចែកចាយក្រុមហ៊ុនក៏ប្រើតយោដែលក្នុងកម្រិតគុណភាពមួយចឹងទៅវាអត់មានរងហានិភ័យអីទេប៉ុន្តែដល់ពេលឥឡូវនេះគឺថាដោយសារតម្រូវការវាកាន់តែធំបាទភាពទំនើបនៃសេចក្តីត្រូវការទឹកគឺទៅគិតថាត្រូវមានប្រមាណបាអញ្ចឹងដើម្បីឲ្យប្រើប្រាស់បានអញ្ចឹងត្រូវបន្ថែមសម្ពាធណាបន្ថែមសម្ពាធទៅវាអាចនឹងធ្វើឲ្យតយោនាំទឹកចាស់ហ្នឹងគឺថាឥឡូវនេះគឺថាងាយរងហានិភ័យដោយការបែកធ្លាយឥឡូវនេះគឺថាកំពុងជំរុញឲ្យក្រុមហ៊ុនធ្វើការដូរតយោដែលគុណភាពមិនគ្រប់នឹងដើម្បីជំនួសទៅដោយតយោដែលមានគុណភាពគ្រប់គ្រាន់ប៉ុន្តែការដូរវាមិនអាចមួយថ្ងៃបានស្ថានភាពនេះយើងត្រូវការពេលវេលាដើម្បីធ្វើចឹងហើយបានជានៅក្រុងប្រសិទ្ធនុអាចថាបងប្អូនអ្នកសារព័ត៌មានតិចឃើញគេបង្ហោះបែកតយោនៅកន្លែងនេះបែកតយោនៅកន្លែងនោះគឺស្ថានភាពនេះហើយបាទស្ថានភាពនេះហើយចឹងទេគឺថាស្ថានភាពទឹកនេះបើគិតពីតម្រូវការក្នុងក្រុងគឺយើងពិតជាមិនខ្វះប៉ុន្តែការផ្គត់ផ្គង់ទឹកស្អាតគឺមិនតាន់បានក្របដណ្ដប់ទៅដល់ទីជនបទដោយបានបញ្ជាក់ជូនថាមកពីបញ្ហាបណ្ដាញនេះឯងបាទនេះគឺថាតកតងជាមួយនឹងអ្វីដែលយើងខ្ញុំមានការចាប់អារម្មណ៍ដែលជាសមិទ្ធផលលេចធ្លោក្រៅពីនេះយើងឃើញថាវិស័យអប់រំជាវិស័យអតិភិបហើយដែលសកម្មភាពការងារក៏បានផ្ដល់នៅភាពលេចធ្លោដែរថាសាលារៀនយើងមានសាលារៀនគឺថា104បច្ចុប្បន្នមែនតើយើងមាន102ទេតែ2ទៀតជាឧបសម្ព័ន្ធបាទ100សាលានេះគឺថាកំពុងតែដំណើរការដោយមានការយកចិត្តទុកដាក់ជាបន្តបន្ទាប់ហើយដែលយើងមានលោកគ្រូអ្នកគ្រូនៅក្នុងវិស័យអប់រំនេះគឺមាន2097នាក់ហើយនៅក្នុងឆ្នាំសិក្សា2021ថា2022 2023នេះគឺថាមានសិស្សសរុបចំនួន 44,716 នាក់ក្នុងឆ្នាំសិក្សាកន្លងទៅយើងមានសិស្សដែលបានមកប្រឡងសញ្ញាបត្របាក់ឌុបមាន 1,700 ជាងនាក់ហើយប្រឡងជាប់ក្នុងអត្រា 82% ហើយ21នាក់ដែលទទួលបាននីតិ A បាទទទួលបាននីតិ A នេះគឺថាជាលទ្ធផលឯក្រៅពីនោះយើងក៏មានថ្នាក់ក្រោយវិទ្យាល័យមាននៅថ្នាក់ឧត្តមសិក្សាយើងមានថ្នាក់មានសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈចំនួន2ដែលគ្រប់គ្រងដោយរដ្ឋហើយនឹងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏ប៉ុន្តែដោយអង្គការសង្គមស៊ីវិលដោយសារយើងមានអង្គការ Don Bosco យើងមានអង្គការមនុស្សតបាងដែលគាត់ធ្វើសកម្មភាពទៅលើការងារបណ្ដុះបណ្ដាលនិងមានសាកលវិទ្យាល័យឯកជនដែលគាត់បានបើកបណ្ដុះបណ្ដាលបែបឯកជនចំនួន6ផងដែរនៅក្នុងក្រុងខេត្តបរសេនុរបស់យើងបាទនេះគឺថាជាស្ថានភាពនៃវិស័យអប់រំដែលយើងកំពុងតែបំពេញសេចក្តីត្រូវការពិតហើយថានៅខេត្តបរសេនុដោយសារតែយើងមានជនបរទេសច្រើនដែលគាត់មកទេសចរនិងវិនិយោគដូច្នេះតម្រូវការសម្រាប់បងប្អូនប្រជាពលរដ្ឋនិងការសិក្សារបស់យើងទៅលើផ្នែកភាសានេះក៏មានសារៈសំខាន់ដែរអញ្ចឹងសាលាឯកជនថ្នាក់វិទ្យាល័យក៏យើងមានហើយនឹងការបើកវគ្គបណ្ដុះបណ្ដាលភាសាខ្លីៗនឹងដោយសមាគមនេះនោះយើងក៏មានច្រើនដែរដែលកំពុងតែដំណើរការនៅក្នុងក្រុងបរសេនុរបស់យើងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់យុវជនរបស់យើងជាក់ស្ដែងបំពេញទៅនឹងតម្រូវការការងារនៅក្នុងខេត្តរបស់យើងបាទអញ្ចឹងគឺវិស័យអប់រំនេះគឺថាអាចជាអតិភិបមួយដែរដែលយើងបានឃើញថាកំពុងតែរីកស្គុះស្គាយហើយក្នុងនោះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏មានការយកចិត្តទុកដាក់ក្នុងការសាងសង់អគារនិងផ្ដល់នៅអគារដែលបែបទំនើបនៃការសាងសង់ដែលខ្ញុំឃើញថាមកដល់ពេលនេះសម្ដេចតេជោបានជួយសាងសង់អគារ
ដែលបានបំរើឲ្យការសិក្សារហូតដល់1094បន្ទប់ឲ្យគ្របដណ្ដប់នៅក្នុងទូទាំងខេត្តពិសេសនោះរបស់យើងបើកៅពីកិច្ចការនេះការងារវិស័យការងារនិងសង្គមកិច្ចខ្ញុំចាត់ទុកថាជាកិច្ចការអត្ថិភាពដែរដែលពិតប្រកបណាស់ថាអ្វីដែលខ្ញុំបានរៀបរាប់ខាងដើមនេះដោយសារតែកម្ពុជារបស់យើងមានសុខសន្តិភាពក្រោមការដឹកនាំដោយរាជរដ្ឋាភិបាលពិសេសគឺថាសម្ដេចអគ្គមហាសេនាបតីតេជោដែលបានធ្វើឲ្យកម្ពុជារបស់យើងមានសុខសន្តិភាពយើងក៏មានឱកាសនៃការទាក់ទាញភ្ញៀវទេសចរអ្នកវិនិយោគឲ្យមកធ្វើការអភិវឌ្ឍក៏ដូចជាការលើកទឹកចិត្តឲ្យអ្នកវិនិយោគក្នុងស្រុកបានចូលរួមចំណែកធ្វើការវិនិយោគអភិវឌ្ឍនៅក្នុងសង្គមជាតិរបស់យើងនេះដែលនាំទៅដល់ការធ្វើឲ្យសេដ្ឋកិច្ចជាតិរបស់យើងមានកំណើនយើងបានដឹងគ្រប់គ្នាហើយថាមកដល់ពេលនេះកម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រមកកាន់ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបហើយបាញ់មិញតកតងប្រាក់ចំណូលនៃខេត្តពិសេសនោះឯកឧត្តមផៃសិផានក៏បានធ្វើការគូបញ្ជាក់ទៅដល់បងប្អូនអ្នកសារព័ត៌មានរួចហើយចឹងពិតណាស់ថាក្នុងស្ថានភាពនេះគឺកម្ពុជារបស់យើងចាប់ផ្ដើមមានលទ្ធភាពនៃការដោះស្រាយបញ្ហាសង្គមដល់ក្រោមការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនៅក្នុងរយៈពេលកន្លងទៅនេះគឺថាបានផ្ដល់នូវគោលនយោបាយជាច្រើនបែបគំរាមសង្គមជាអន្តរាគមន៍ផងជាអចិន្ត្រៃយ៍ផងតែនៅក្នុងនោះគឺថាយើងឃើញថានៅខេត្តពិសេសនោះយើងមានតំបន់សេដ្ឋកិច្ចពិសេសចំនួន11ហើយបានដំណើរការពេញលេញ3ដែលបានផ្ដល់ការងារឲ្យទៅទាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រៅតំបន់សេដ្ឋកិច្ចពិសេសបែបជាសហគ្រាសនិងបែបជាសេវាគឺពលកររបស់យើងដែលកំពុងធ្វើការនៅទីនោះមានរហូតដល់67440នាក់នេះមានន័យថាពលករកម្ពុជាយើងដែលកំពុងធ្វើការនៅតាមបណ្ដារោងចក្រសហគ្រាសនៅតាមសន្តាគារទេសនៈផ្សេងៗដែលមានសហគ្រាសសរុបចំនួន600ដែលបានចុះបញ្ជីបសសនឹងគឺថាបានផ្ដល់ការងារប៉ុណ្ណឹងបាទបានដល់ការងារប៉ុណ្ណឹងចឹងពិតណាស់ថាដល់ការងារនេះដែលអាចទៅជាសមិទ្ធផលលេចធ្លោគឺរាជរដ្ឋាភិបាលរបស់យើងបានបន្តការដាក់ចេញនូវគោលនយោបាយជាច្រើនជាគោលនយោបាយបែបគំរាមសង្គមទៅលើគ្រួសារក្រីក្រដែលក្នុងរយៈពេលកន្លងទៅគឺថាយើងមានបានប្រើប្រាស់បានមូលនិធិសមធម៌ដែលក្រសួងផែនការមន្ទីរផែនការបានចុះធ្វើជំរឿនស្ថិតិជាមួយនឹងបងប្អូនប្រជាពលរដ្ឋយើងឃើញថាមានបានក្រីក្រចំនួន6000បាទ6763គ្រួសារបាទ63គ្រួសារដែលបងប្អូននេះគឺថាបានទទួលគោលនយោបាយពីរាជរដ្ឋាភិបាលបែបជាអចិន្ត្រៃយ៍ផងបែបជាអន្តរាគមន៍ផងនៅក្នុងដំណាក់កាលនៃការគម្រាមកំហែងដោយជំងឺ Covid បងប្អូនបានទទួលគោលនយោបាយឧបត្ថម្ភជាសាច់ប្រាក់ជាង30ជុំរួចមកហើយដែលបានផ្ញើបញ្ជូនទៅតាមគណនីវិញរបស់បងប្អូនទាំងជាង6000គ្រួសារនោះហើយក៏បានផ្ដល់គោលនយោបាយគាំពារសង្គមហេតុសុខភាពដោយសារតែបងប្អូនមានបានក្រីក្រចឹងបងប្អូនមានសិទ្ធិដើម្បីនឹងទៅប្រើប្រាស់មន្ទីរពេទ្យមណ្ឌលសុខភាពរបស់យើងដើម្បីពិនិត្យព្យាបាលជំងឺតែរដ្ឋាភិបាលជាអ្នកទទួលបន្ទុកចំណាយជូនបងប្អូនមានសិទ្ធិប្រើប្រាស់ដោយហ្វ្រីហើយនឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមត្រឡប់មកវិញទាំងពីអ្នកជំងឺទាំងអ្នកកំដររួមទាំងពេលមានផ្ទៃពោះការពិនិត្យសុខភាពរបស់ក្រុមគ្រួសារក្រីក្រការឆ្លងទន្លេរួមទាំងការនាំកូនចៅទៅពិនិត្យសុខភាពគឺសុទ្ធតែទទួលបាននៅប្រាក់ឧបត្ថម្ភត្រឡប់មកវិញតែទាំងអស់នេះគឺថាក្រុមយើងបានដោះស្រាយគ្របដណ្ដប់គឺការឧបត្ថម្ភសាច់ប្រាក់ទៅលើស្ត្រីមានផ្ទៃពោះនិងកុមារក្រោមអាយុ2ឆ្នាំនេះរហូតទៅដល់4836នាក់ដែលទឹកប្រាក់អំបញ្ញមិញគឺឯកឧត្តមផៃសិផានបានធ្វើការគូសបញ្ជាក់ជូនហើយបាទនេះគឺថាជាអ្វីដែលការខិតដោះស្រាយរបស់រាជរដ្ឋាភិបាលនៅក្នុងដំណាក់កាលដែលកម្ពុជាទទួល
បានកំណើនសេដ្ឋកិច្ចនៅក្នុងកម្រិតប្រាក់ចំណូលមកជុំកម្រិតទៀតនេះគឺការដោះស្រាយនៅបែបនេះហើយលើពីនេះទៅទៀតគឺថារបបសន្តិសុខសង្គមបាទអាចតែជានយោបាយគាំពៀសង្គមបែបប្រចន្ទ្រៃរបបសន្តិសុខសង្គមនេះគឺថាបានកន្លងមកគឺថាយើងមានសម្រាប់មន្ត្រីរាជការហើយបាទសម្រាប់អតីតយុទ្ធជនហើយប៉ុន្តែថ្មីនេះយើងក៏មានវេលាជាតិសន្តិសុខសង្គមសម្រាប់កម្មករបាទសម្រាប់កម្មការនេះដែលកាលពីចុងឆ្នាំ2022គឺថាក្រសួងការងារដែលជាក្រសួងទទួលបន្ទុករួមជាមួយនឹងអាជ្ញាធរមូលដ្ឋានខេត្តគឺថាយើងបានខិតខំចុះទៅធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយនេះដើម្បីឲ្យបងប្អូនកម្មការនេះក៏ដូចជានយោជកនៅតាមរោងចក្រសហគ្រាសគ្រឹះស្ថានសិប្បកម្មឧស្សាហកម្មដែលនេះគាត់បានយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនេះដើម្បីចូលរួមអនុវត្តឲ្យបានពេញលេញហើយធានាផលប្រយោជន៍ទៅដល់កម្មការនេះអញ្ចឹងការផ្សព្វផ្សាយរបស់យើងនេះគឺថាបានផ្ដល់ទៅឲ្យបានធ្វើបានរួមគ្នាខិតខំធ្វើដើម្បីឲ្យកម្មករគាត់ទទួលបាននោះគឺថាមានន័យថាចាប់ពីឆ្នាំ2022នេះទៅកម្មការនីដែលគាត់ធ្វើការនៅតាមបណ្ដារោងចក្រសហគ្រាសដែលចុះបញ្ជីបសសនៅពេលខាងមុខពេលចាស់ទៅពេលចូលនិវត្តន៍គាត់នឹងទទួលបានប្រាក់សោធននិវត្តន៍បាទដូចមន្ត្រីរាជការរបស់យើងដែរនេះគឺថាជាអត្ថប្រយោជន៍មួយធំធេងមួយនៅក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះដែលកំពុងតែមានការសប្បាយរីករាយពីបងប្អូនកម្មការនីបុគ្គលិកកម្មករនេះដែលគាត់កំពុងតែធ្វើការនៅក្នុងផ្នែកឯកជននេះដែលពីមុនកម្ពុជារបស់យើងគឺមិនធ្លាប់មានទេប៉ុន្តែបច្ចុប្បន្ននេះគឺថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលបានជំរុញកំណើនសេដ្ឋកិច្ចមកដល់កម្រិតនេះគឺមានលទ្ធភាពដាក់ចេញនូវគោលនយោបាយនេះដែលជាការផ្ដល់អត្ថប្រយោជន៍ហើយគាំពៀសង្គមប្រកបដោយចីរភាពមួយទៅដល់កម្មការនីរបស់យើងដែលកំពុងតែមានជំនឿទុកចិត្តកំពុងតែរំពឹងថាការទទួលនេះគឺពិតប្រាកដថានឹងត្រូវតែបាននៅពេលបន្តគឺឬក៏នៅពេលដែលពួកគាត់មកចូលនិវត្តន៍ជាខ្សែទឹកនេះអានោះបាទអញ្ចឹងនេះគឺថាជាគោលនយោបាយគាំពៀសង្គមនេះដែលយើងបានខិតខំប្រឹងប្រែងរួមគ្នាធ្វើការដោះស្រាយនៅក្នុងពេលកន្លងទៅបាទអញ្ចឹងនេះគឺជាសកម្មភាពមួយទៀតទាក់ទងជាមួយនឹងបញ្ហាកសិកម្មយើងយល់ថានៅខេត្តបរសៀននោះក៏យើងមានអាចចាត់ទុកថាជាវិស័យលេចធ្លោដែរនៅក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះបើថានៅមកគិតថាពីរឿងការផលិតស្រូវជារឿងធម្មតាដោយគេដូចឯងប៉ុន្តែតាក់ទងជាមួយនឹងការចិញ្ចឹមការនេសាទក៏ខ្ញុំអាចចាត់ទុកថាជារឿងធម្មតាព្រោះថាប្រជានេសាទរបស់យើងនៅខេត្តបរសៀននោះមានតាំងពីយូរលង់មកហើយដែលគាត់ប្រកបរបរនេសាទនៅក្នុងសមុទ្រដើម្បីយកមកផ្គត់ផ្គង់សេចក្តីត្រូវការប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍គឺថាតាក់ទងជាមួយនឹងការចិញ្ចឹមយើងឃើញថាខេត្តបរសៀននោះនេះការចិញ្ចឹមពិសេសគឺថាការចិញ្ចឹមជ្រូកតែឥឡូវនេះគឺថាជ្រូកនៅខេត្តបរសៀននោះស្ទើរតែគុតគង់ប្រហែលជាពាក់កណ្ដាលរាជធានីខេត្តដោយសារតែយើងមានកសិដ្ឋានចិញ្ចឹមជ្រូករបស់អ្នកអង្គការមង្គលធីមានរោងចក្រផលិតចំណីសត្វមានកន្លែងប្រកាត់ពូជស្រាប់នៅក្នុងតំបន់ហ្នឹងគឺថាពូជជ្រូកដែលយើងយកមកចែកចាយដើម្បីធ្វើការចិញ្ចឹមគឺថានៅខេត្តបរសៀននោះគឺថាមានលទ្ធភាពដើម្បីធ្វើបាទវិស័យឯកជនប៉ុន្តែគាត់បានត្រួតត្រងនៅការចិញ្ចឹមនេះដែលមានលក្ខណៈជាឧស្សាហកម្មដែលកំពុងតែផ្ដល់គាំទ្រទៅដល់សេចក្តីត្រូវការសាច់ជ្រូកគេថាបើគិតនៅក្នុងខេត្តគឺប្រើអត់ទេរាល់ថ្ងៃហ្នឹងគេថាចិញ្ចឹមនៅទីនេះគេថាចែកចាយគ្រប់គង់ទៅតាមបណ្ដារាជធានីខេត្តផ្សេងទៀតដែលមានសេចក្តីត្រូវការបាទដែលមានសេចក្តីត្រូវការអញ្ចឹងការចិញ្ចឹមនេះយើងឃើញថាក៏មានភាពភ្លេចធ្លោបាទមានភាពភ្លេចធ្លោហើយក្នុងការចិញ្ចឹមផ្សេងទៀតយើងឃើញថាវាទឹកនឹងមានការចាប់ផ្ដើមការចិញ្ចឹមត្រីដែងកែបផ្សេងនេះគេថាយើងមិនតាន់ជាមានទ្រង់ទ្រាយធំទេហើយការចិញ្ចឹមនៅក្នុងសមុទ្រយើងក៏មានដែរប៉ុន្តែគិតថាវាមិនតាន់ជាមានទ្រង់ទ្រាយធំដែលធ្វើឲ្យ
បញ្ជាក់អំពីស្ថានភាពលេខឡូតែការចិញ្ចឹមជ្រូកនេះយើងឃើញថាមានភាពលេខឡូហើយដំណាំឧស្សាហកម្មក៏ដូចគ្នាដែរយើងក៏មានដូងប្រេងយើងមានដើមកស៊ូដែលជាដំណាំឧស្សាហកម្មហើយក្រៅពីនោះគឺថាជាបែបកសិផលមកបែបកសិផលហើយថ្មីនេះយើងក៏បានគ្រប់គ្រងនិងជំរុញឲ្យមានរោងចក្រដែលជាការផលិតកែច្នៃផ្លែស្វាយឥឡូវគឺថាយើងកំពុងផ្ដល់ការគ្រប់គ្រងប៉ុន្តែជាលទ្ធផលផ្លូវការគឺថាមិនទាន់ពេញលេញនៅឡើយទេតែកិច្ចការនេះគឺថាអាចនឹងជួយគ្រប់គ្រងទៅដល់ប្រជាកសិកររបស់យើងដែលគាត់ដាំស្វាយនៅក្នុងរយៈពេលកន្លងទៅគឺថាយើងធ្លាប់ជួបហានិភ័យនៅរដូវប្រមូលផលស្វាយតែងតែធ្លាក់ថ្លៃបាទដោយសារតែយើងអត់មានរោងចក្រដើម្បីធ្វើការកែច្នៃដើម្បីធានាអំពីការយកផលិតផលទាំងនោះកសិផលទាំងនោះមកកែច្នៃបាទអញ្ចឹងឥឡូវគឺថាជំរុញការកសាងរោងចក្រកែច្នៃផ្លែស្វាយទុំនេះគឺថាកំពុងតែដំណើរការឲ្យចេញទៅជាលទ្ធផលថាផលិតទៅបានជាស្អីខ្លះអានេះគឺថាខ្ញុំក៏មិនតាន់ច្បាស់លាស់ដែរប៉ុន្តែស្ថិតនៅក្នុងក្របខ័ណ្ឌនៃការលើកទឹកចិត្តដើម្បីឲ្យពួកគាត់ធ្វើការកែច្នៃបាទជាដំណាប់ជាស្អីអាចទៅជាកំប៉ុងជាអីនេះគឺថានៅក្នុងគោលដៅដែលយើងបានឃើញជារូបរាងមួយលទ្ធផលជាក់ស្ដែងនឹងសង្ឃឹមថានៅក្នុងឆ្នាំនេះយើងនឹងបានឃើញផលិតផលនោះនឹងបានមកផ្គត់ផ្គង់នៅក្នុងទីផ្សារក៏ដូចជាបម្រើឲ្យការនាំចេញហើយរឿងដែលសំខាន់គឺថាជួយស្រូបយកកសិផលរបស់ប្រជាកសិករដែលគាត់បានដាំដុះនៅក្នុងមូលដ្ឋានឬក៏នៅតាមបណ្ដាខេត្តផ្សេងៗដែលគាត់ដាំស្វាយនឹងដូចគ្នាផងដែរបាទអញ្ចឹងកសិកម្មនេះក៏យើងឃើញថាកំពុងតែអាចថាជាវិស័យអាទិភាពមួយដែរមកទោះបីថានៅខេត្តវិសេនុអំណោយផលក៏មិនសូវពេញលេញព្រោះយើងនោះលៀងច្រើនពេកបាទលៀងអីច្រើនពេកឯការដាំដុះផ្សេងទៀតមិនសូវជាល្អប៉ុន្តែអ្វីដែលបានរៀបរាប់នេះគឺថាកំពុងតែជាសក្តានុពលដែលយើងមានបាទកំពុងជាសក្តានុពលដែលយើងមាននឹងកំពុងធ្វើបានបាទអញ្ចឹងនេះគឺថាជាវិស័យសំខាន់ដែលលេចធ្លោហើយក្រៅពីនោះគឺថាវិស័យផ្សេងទៀតក៏កំពុងតែដំណើរការដោយតស្រាក់តស្រាំដែរបាទដោយតស្រាក់តស្រាំដែរប៉ុន្តែយើងខ្ញុំសូមអធិស្ឋានដោយសារតែមិនបានយកមកលើករៀបរាប់អស់គ្រប់វិស័យទាំងអស់ដែលកំពុងមាននឹងដំណើរការនៅក្នុងខេត្តនោះទេគឺថាលើកនឹងរំលេចនៅបណ្ដាមន្ទីរវិស័យដែលមានការលេចធ្លោបាទលេចធ្លោសកម្មភាពនៅក្នុងមូលដ្ឋាននេះប៉ុណ្ណឹងហើយក្រៅពីនេះតកតងជាមួយនឹងការបម្រើសេវាសាធារណៈពិតហើយថាគោលដៅរបស់រដ្ឋាភិបាលគឺបានដាក់ចេញនៅនយោបាយកំណែទម្រង់វិមជ្ឈការនិងវិស័យមជ្ឈការក្នុងការជំរុញគោលដៅនៃការបម្រើសេវាសាធារណៈឲ្យកាន់តែគៀកកិតទៅដល់មូលដ្ឋានឯការធ្វើវិមជ្ឈការអំណាចក៏កាន់តែមានជាបន្តបន្ទាប់នឹងបានផ្ដល់លទ្ធភាពជាបន្តបន្ទាប់ទៅឲ្យមន្ត្រីនៅមូលដ្ឋានបន្តការខិតខំប្រឹងប្រែងជាគោលនយោបាយយើងមានបាក់លាស់ក្រៅការដឹកនាំរបស់សម្ដេចកលាហោមបញ្ញនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺថាបានជំរុញជាប្រចាំជារៀងរាល់ឆ្នាំរៀងរាល់ពេលឯលទ្ធផលក៏យើងបានឃើញថាជាផ្លែផ្កាដែលកំពុងតែកើតមានជាហូរហែហើយឆ្លើយតបទៅនឹងសេចក្តីស្រែការដែលទទួលបានការកោតសរសើរពីប្រជាជនមហាជនដែលជាម្ចាស់សេវានោះជាបន្តមកដល់ពេលនេះខេត្តពិសេសនោះគឺថាយើងមានខេត្តមួយក្រុងស្រុក5និងឃុំសង្កាត់29ដែលតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺយើងបានរៀបចំពេញលេញមានន័យថានៅថ្នាក់ខេត្តគឺយើងបានបង្កើតនៅអង្គភាពច្រកចេញចូលទីមួយដើម្បីបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋនៅថ្នាក់ក្រុងស្រុកទី5យើងបានបង្កើតនៅការិយាល័យច្រកចេញចូលទីមួយបាទសំដៅថាអង្គភាពច្រកចេញចូលទីមួយអមដោយការិយាល័យប្រជាពលរដ្ឋនិងការិយាល័យច្រកចេញចូលទីមួយក្រុងស្រុកក៏អមដោយការិយាល័យប្រជាពលរដ្ឋដើម្បីធានាអំពីការបម្រើសេវាសាធារណៈប្រកបដោយការទទួលខុសត្រូវកាន់តែគៀកកិតជាមួយនឹងប្រជាពលរដ្ឋសេវាកាន់តែងាយស្រួលនិងកាន់តែតម្លាភាពឯនៅតាមឃុំសង្កាត់យើងបានបង្កើតនៅយន្តការច្រកបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋគ្រប់ទាំង29បាទដែលកិច្ចការនេះគឺថាទឹកបង្កើតថ្មីទេនៅក្នុងឃុំសង្កាត់គឺទឹកនឹងបានបង្កើតពីដើមខែសីហានៃឆ្នាំ2022នេះដែលបងប្អូនកំពុងតែមានការយកចិត្តទុកដាក់ហើយដើម្បីលើកទឹកចិត្តដល់កិច្ចការនេះនៅខេត្តពិសេសនោះយើងខ្ញុំក៏បានដាក់ចេញនៅចលនាប្រឡងប្រណាំងបម្រើសេវាល្អ
ដើម្បីឲ្យមន្ត្រីរបស់យើងនៅមូលដ្ឋានអ្នកដែលទទួលខុសត្រូវនៅថ្នាក់ឃុំសង្កាត់ដែលចាត់ទុកថាជាមន្ត្រីបង្គោលគឺមានមេឃុំចៅសង្កាត់មានស្មៀននិងនគរបាលប៉ុស្តិ៍ដើម្បីឲ្យគាត់ចូលរួមនៅក្នុងចលនាប្រឡងប្រណាំងអំពីការបម្រើសេវាល្អជូនប្រជាពលរដ្ឋនេះដែលយើងខ្ញុំក៏បានលើកទឹកចិត្តតាមរយៈនៃការផ្ដល់រង្វាន់លើកទឹកចិត្តដល់បានប្រសើរលើកទឹកចិត្តដល់ពួកគាត់ដែលកិច្ចការនេះគឺថាការពីឆ្នាំ2029ក្រោយការបើកអង្គភាពច្រកយន្តការច្រកចេញចូលទៅមួយតាមគុំសង្កាត់ហើយក៏បានបើកឲ្យមានចលនាប្រឡងប្រណាំងនេះដែលយើងខ្ញុំក៏បានរកឃើញឃុំសង្កាត់ឆ្នើមដែលបម្រើសេវាល្អជូនបងប្អូនប្រជាពលរដ្ឋរបស់យើងរួចទៅហើយផងដែរនឹងបានលើកទឹកចិត្តតាមរយៈការធ្វើពិធីដល់រង្វាន់ជូនពួកគាត់អញ្ចឹងកិច្ចការនេះខ្ញុំសូមបញ្ជាក់ជូនថាយន្តការច្រកចេញចូលទៅមួយការិយាល័យច្រកចេញចូលទៅមួយឬអង្គភាពច្រកចេញចូលទៅមួយគឺថាជាយន្តការថ្មីក្នុងការបម្រើសេវារដ្ឋបាលជូនទៅដល់បងប្អូនប្រជាពលរដ្ឋទៅតាមអាចថានៅក្នុងដំណាក់កាលបែបសម័យទំនើបនេះដែលប្រជាពលរដ្ឋរបស់យើងក៏មានការពេញចិត្តដោយសារតែគាត់មិនសូវមានភាពសាំញ៉ាំច្រើនពេកទេនៅពេលដែលគាត់ទៅទទួលសេវាវាលើកលែងតែប្រភេទសេវាខ្លះដែលវាមានភាពសាំញ៉ាំដូចជាបញ្ហាដីធ្លីនឹងគេថាវានៅមានការលំបាកប៉ុន្តែយើងក៏បានកាត់បន្ថយការលំបាកច្រើនដែរប៉ុន្តែរឿងដីធ្លីមិនអាចថាទៅអង្គុយធ្វើទៅនៅក្នុងការិយាល័យរបស់យើងនឹងឲ្យចេញបានទេព្រោះថាដីធ្លីយើងទៀមទាត្រូវតែចុះទៅដល់ទីវាលយើងត្រូវតែចុះហើយនឹងត្រូវតែធ្វើការវាស់វែងជាក់ស្ដែងអានឹងគេថាទៅអាចចេញបានទៅអាចបញ្ជាក់ថាដីនោះវាយ៉ាងម៉េចបានបាទมันអាចអង្គុយធ្វើនៅក្នុងការិយាល័យហើយដោយឯកសារផ្សេងទៅសុំលិខិតនេះសុំលិខិតនោះខាតត្រានគរឋានគឺថាយើងអាចទៅសុំនៅក្នុងការិយាល័យបានប៉ុន្តែបញ្ហាដីធ្លីគឺមិនអាចទេបាទអាចចាត់ទុកថាជាប្រភេទសេវាសាមចាំដែលឥឡូវនេះគឺថាយើងក៏ឃើញថាសេវានេះនៅមានចំណុចដែលមានការខ្វះខាតនៅភាពមានភាពសាំញ៉ាំច្រើនអាចតែពេលខ្លះគឺថាតកតងជាមួយនឹងក្របខ័ណ្ឌពេលវេលាដែលបានកំណត់នោះយើងធ្វើអត់ទាន់ទេដោយសារតែតកតងការវាស់វែងការទៅរកប្រគល់រកស្អីនេះគឺថាវាមានភាពស្មុគស្មាញដែលកំពុងតែបន្តការខិតខំរៀបរាប់វិធីយើងខ្ញុំក៏ថ្លែងការកោតសរសើរជាមួយនឹងមន្ត្រីសូយ៉ាដីមន្ត្រីអង្គភាពច្រកមន្ត្រីជួរក្រោយដែលក្នុងរយៈពេលកន្លងទៅបើទោះបីថាមានស្ថានភាពស្មុគស្មាញប៉ុន្តែយើងក៏ខិតខំរួមគ្នារកវិធីធ្វើយ៉ាងណាដើម្បីឲ្យឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលថាធ្វើឲ្យបានធ្វើឲ្យលឿនហើយមានតម្លាភាពអញ្ចឹងកិច្ចការទាំងអស់នេះគឺថាមន្ត្រីរបស់យើងស្ថិតនៅក្នុងស្មារតីដែលត្រូវទទួលខុសត្រូវរួមគ្នាដោះស្រាយហើយយើងក៏មានសេវាជាច្រើនដែលបានបង្ខិតនិងទម្លាក់កាន់តែច្រើនឡើងដែលធ្វើឲ្យមន្ត្រីរបស់យើងត្រូវតែបន្តការខិតខំនៅក្នុងស្មារតីតាមគោលការណ៍ដោយបានបញ្ជាក់ជូននឹងដើម្បីមិនខិតខំដោះស្រាយសេវានេះគឺថាឲ្យបានកាន់តែល្អឡើងជូនទៅដល់បងប្អូនប្រជាពលរដ្ឋបាទនេះក៏ស្របគ្នាដែរថានៅក្នុងដំណាក់កាលធម្មតាយើងប្រើពាក្យថាចោលហើយប៉ូលីសចឹងចុះបាទប៉ូលីសតែងទៅតាមចោលព្រោះយើងមិនអាចទៅមុខចោលតតែចោលគេទៅបង្កើតបទអក្រិតបទល្មើសហើយបានយើងទៅអង្កេតទៅស្រាវជ្រាវតាមក្រោយចឹងយើងតែងទៅតាមគេចឹងនៅពេលដែលយើងគ្រប់គ្រងចរិតបទល្មើសនេះមួយបានប្រកបណាស់ថាពួកអក្រិតជនគេនឹងគិតរកទម្រង់បទល្មើសមួយផ្សេងឥឡូវនេះគឺថាខ្ញុំបែបដឹកនាំបងប្អូននេះទៅអង្គុយគិតដូចចោលឥឡូវកំពុងតែនាំគ្នាគិតថាតើពួកគេអាចនឹងទៅបង្កើតទម្រង់បទល្មើសអីផ្សេងទៀតបាទប្រភេទបទល្មើសអីផ្សេងទៀតឥឡូវនេះគឺថាកំពុងមែនតើយើងក៏អត់ដឹងដែរយើងអាចស្មានដឹងមិនទេអានឹងប្រហែលជាបែបគ្រូទាយដែរមកអាចខ្លះក៏ប៉ាន់ស្មានពីផលរបរអាចខ្លះក៏ប៉ាន់ស្មានពីអត្តចរិតដើម្បីយើងរៀបចំផែនការបាទដើម្បីការពារបើមិនដឹងថាប្រសិទ្ធភាពប៉ុណ្ណាទេប៉ុន្តែខ្ញុំគិតថាបើយើងបានគិតប្រហែលជាប្រសើរជាជាងមិនបានគិតបើយើងមិនបានគិតបត់ល្មើសវាកើតឡើងគឺថាយើងស្ទើរតែបាត់ម្ចាស់ការប៉ុន្តែបើយើងបានគិតអានឹងគឺថាយើងបានត្រៀមបង្ការជាមធ្យោបាយជាកម្លាំងស្អីខ្លះសម្រាប់ទៅធ្វើការប្រយុទ្ធប្រឆាំងទប់ទល់ជាមួយនឹងបទល្មើសដែលវានឹងអាចកើតឡើងបាទដែលវានឹងអាចកើតឡើងចឹងចំណុចនេះគឺថាយើងបានរួមគ្នាគិតរៀបចំផែនការដើម្បីត្រៀមធ្វើការទទួលព្រោះស្ថានភាពចំពោះមុខយើងឃើញថាវាបានល្អប្រសើរហើយផ្នែកជួញដូរផ្នែកអីនេះគឺថាបាត់ស្ងប់បាត់ប្រដឹងបើយើងមិនដឹងថាតើនៅពេលខាងមុខវានឹងកើតបទល្មើសអីផ្សេងទៀតទេបាទអត់គាត់បាត់ល្មើសផ្សេងទៀតទេអញ្ចឹងការលំបាករបស់យើងយ៉ាងម៉េចដោយសារតែជនបរទេសនគរបាលរបស់យើងវាមិនមែនបរទេស
còn cầm lăngរបស់យើងវាមិនមែនបរទេសគឺជាខ្មែរចឹងបើថាគេនិយាយអីគ្នាយើងនឹងគឺថាពិបាកមិនមែនមានតែយើងអត់សោះទេយើងមានអ្នកបកប្រែបើតែសួរថាអ្នកបកប្រែទៅក្របដណ្ដប់ទៅលើបទល្មើសនៅទម្រង់បទល្មើសនឹងបានទេវាអត់បើតើថាទៅយកអ្នកនំឯងមកសួរអានឹងទៅយើងនេះមានអ្នកបកប្រែប៉ុន្តែតាក់ស្ដែងរាល់ថ្ងៃបើយើងធ្វើល្បាតយើងធ្វើការត្រួតពិនិត្យជារៀងរាល់ថ្ងៃបើទោះបីទៅឃើញគេទៅចែកគ្នាការប្រព្រឹត្តបទល្មើសក៏មានពេលខ្លះយើងអត់ដឹងនឹងគេនិយាយអីវាតល់តែជនរងគ្រោះនឹងប្តឹងយើងថាវាមានករណីបែបនេះករណីបែបនោះអានឹងទៅយើងធ្វើអន្តរាគមន៍ទៅបើត្រឹមតែឃើញគេទៅចែកគ្នាយើងអត់ដឹងថាគេនិយាយគ្នាពីអីបាទអត់ដឹងនិយាយគ្នាពីអីអានេះជាកនៃសប្តាហ៍មុនកើតឡើងជនបរទេសមួយបាទហើយគាត់នៅពេលដែលឃើញកម្លាំងល្បាតរបស់យើងទៅដល់ពេលនោះគាត់ដាក់កសែងគាត់យកកសែងមកបក់បងប្អូនឆ្ងល់គាត់តែស្ដាប់អត់បានមិនដឹងថាគាត់និយាយអីគាត់ដឹងថាមានបញ្ហាបាទដឹងថាមានបញ្ហាអញ្ចឹងបងប្អូនក៏ចូលទៅតដើម្បីធ្វើអន្តរាគមន៍ចូលទៅតទៅដឹងថាគឺជាករណីប្រខាំងគ្នាបាទយើងក៏ធ្វើអន្តរាគមន៍ដោះទាត់មកយកអ្នកដែលបកមកប្រតិទោសឲ្យជួយសង្គ្រោះអ្នកដែលរងគ្រោះប្រគល់ឲ្យទៅមន្ទីរសង្គមគិច្ចដើម្បីទៅមើលថែគាត់តាមគោលការណ៍ច្បាប់របស់ប្រជាជាតិកម្ពុជាបាទនេះអាចទៅជាការលំបាកបាទអាចជាការលំបាកបើសិនជាថាជនជាតិយើងបើយើងនគរបាលយើងក៏ខ្មែរអ្នកបកក៏ខ្មែរវាស្រួលស្ដាប់និយាយមកយើងដឹងភ្លាមប៉ុន្តែដល់គាត់នឹងចង់និយាយអីក៏យើងស្ដាប់គាត់បានស្ដាប់គាត់បានបាទជាទូទៅគឺថានគរបាលយើងដែលចេះនេះវាតិចណាស់បាទមានចំនួនតិចណាស់ដើម្បីយកមកប្រើប្រាស់សម្រាប់តែពេលតទល់គ្នាតែប៉ុណ្ណោះប៉ុន្តែពេលល្បាតពេលស្អីនេះដើម្បីសង្កេតសភាពការឬក៏ដើម្បីទប់ស្កាត់ជាទូទៅនេះគឺថាមើលមិនដឹងទេលើកលែងតែមានជនរងគ្រោះគេផ្ដល់ដំណឹងមកឲ្យយើងប្តឹងមកយើងទៅយើងអាចដឹងថានោះមានអំពើល្មើសបាទនេះកន្លែងជាដែលវាមានការលំបាកមួយទៀតគឺតកតងជាមួយនឹងបច្ចេកវិទ្យាបាទកម្រិតសមត្ថភាពរបស់យើងគឺថាយើងចូលទៅក្នុងបច្ចេកវិទ្យាមិនទាន់គេទេបាទមិនទាន់គេទេគេចេះបច្ចេកវិទ្យាខ្ពស់ណាស់បាទឥឡូវនេះមានរឿងខ្លះមកដល់ម៉ោងនេះគឺថាសូម្បីតែយើងដកយកសម្ភារៈឧបករណ៍របស់គេមករក្សាទុកហើយថាដើម្បីឆែករកកំហុសរបស់ល្មើសរំដល់ឃើញមើលវាអត់ដឹងបាទយើងដោះស្រាយវាមិនទាន់បានអានេះគឺថាវាជាបញ្ហាប៉ុន្តែវាមិនមែនទាំងអស់ទេបាទវាមិនមែនទាំងអស់ទេភាគច្រើនបទល្មើសលើសពី 90% គឺថាយើងមានសមត្ថភាពយើងអាចចាត់ចែងបានប៉ុន្តែអានសល់ទិញទួយនេះយើងក៏ត្រូវបន្តការខិតខំដែរបាទតែដើម្បីធ្វើម៉េចដើម្បីឲ្យគ្រប់គ្រងបានពួកខ្លាចតិចទៀតទៅគេលោថាគេដឹងថាចំណុចនឹងយើងធ្វើមិនបានគេទៅពង្រីកអានេះក៏យើងខ្វះសមត្ថភាពសម្រាប់ការគ្រប់គ្រងនឹងពេលខាងមុខអញ្ចឹងអានតិចនេះយើងក៏ត្រូវបន្តការខិតខំប្រឹងប្រែងវាគ្រាន់តែជាចំណុចនៃបញ្ហាប្រឈមដែលខ្ញុំចង់បានការបញ្ជាក់ជូនដោយសារតែយើងបានមើលឃើញស្ថានភាពថាគឺបែបហ្នឹងហើយបាទប៉ុន្តែយើងក៏មិនអាចទៅរើសនគរបាលរបស់យើងឬក៏ទៅបង្ខំនគរបាលរបស់យើងថាទាំងអស់គ្នាត្រូវតែចេះភាសាឲ្យគ្រប់ដើម្បីដើរស្ដាប់ឬក៏អង្កេតឲ្យគ្រប់យើងក៏មិនអាចធ្វើទៅបានដែរនឹងគឺថាយើងពិតជាមានការលំបាកយើងចាំបានយើងខិតខំប៉ុន្តែក៏នៅតែក្នុងកម្រិតមួយតែប៉ុណ្ណោះបាទក្នុងកម្រិតមួយតែប៉ុណ្ណោះនេះជាអ្វីដែលយើងបានលក់ជួបទៅលើការងារសន្តិសុខសម្រាប់ភ្នំនឹងគឺថានៅទីនោះដោយសារតែវាប្រមូលផ្ដុំហើយយើងក៏មែនតើគឺថាខេត្តពិសេសនោះនេះគឺថាវាមានចម្រុះបាទព្រំដែនគោកផងទឹកផងអាកាសផងចឹងមធ្យោបាយរបស់អ ுக ្រិតជនគេក៏ប្រើប្រាស់ទៅគ្រប់នោះដែរបាទទាំងផ្លូវទឹកទាំងផ្លូវគោកទាំងផ្លូវអាកាសតែទាមទារយើងត្រូវមានសមត្ថភាពតាមគេបាទតាមគេឲ្យទៅគ្រប់ទម្រង់នៃស្ថានភាពផងនិងគ្រប់ទម្រង់នៃបទល្មើសរបស់ពួកគេផងបាទអញ្ចឹងឥឡូវយើងឃើញថាចុងក្រោយនេះគឺថាការលំបាករបស់យើងគឺតាក់ទងជាមួយនឹងបទល្មើសបច្ចេកវិទ្យានេះឯងប៉ុន្តែខ្ញុំជឿថាកម្ពុជារបស់យើងប្រកបជាមានសមត្ថភាពពលរដ្ឋកលាហោមឧបនាយករដ្ឋមន្ត្រីគឺថាលោកប្រឹងប្រែងខ្លាំងណាស់លើកិច្ចការនេះក្នុងការដឹកនាំប្រព័ន្ធខណ្ឌជាតិផងពិសេសគឺការជំរុញការដឹកនាំនៅក្នុងខេត្តពិសេសនោះនេះផងដើម្បីយើងលើកកម្ពស់សមត្ថភាពរបស់យើងហើយអភិវឌ្ឍទាំងបច្ចេកវិទ្យារបស់យើងឲ្យវាកាន់តែទំនើបថែមទៀតដើម្បីតាមទៅគ្រប់គ្រងនៅកម្រិតបទល្មើសបច្ចេកវិទ្យានេះជាបន្តបាទជាបន្តអញ្ចឹងគឺនេះគឺថាជាទម្រង់នៃបញ្ហាដែលតាក់ទងជាមួយនឹងការងារសន្តិសុខហើយសម្រាប់ភ្នំ
ហើយយើងឃើញតែវាវិវិតជាមានការកើតឡើងយ៉ាងដូចនេះហើយយើងក៏សន្និដ្ឋានច្បាស់លាស់ថាតម្រូវការនៃសន្តិសុខស្ដាប់ធ្នាប់គឺជាសេចក្តីត្រូវការសុខទុក្ខពិតប្រាកដរបស់ប្រជាពលរដ្ឋរបស់យើងក៏ដូចជាសម្រាប់មនុស្សគ្រប់រូបដែលស្នាក់នៅក្នុងទឹកដីនៃខេត្តវិស័យនុណាក៏ដោយដែលទៅដល់ទីនោះហើយគឺថាគេចង់បានសេចក្តីសុខសេចក្តីសុបាយមកទេសចរគេចង់បានភាពសុបាយរីករាយវិលត្រឡប់ទៅវិញមកវិនិយោគក៏ចង់បានសេចក្តីសុខសេចក្តីសុបាយរួមទាំងប្រាក់ចំណេញវិលត្រឡប់ទៅវិញអញ្ចឹងហើយយើងតែមានកាតព្វកិច្ចនឹងដើម្បីការពារថែរក្សាបាទហើយតែអាចទៅលើសពីបាត់ល្មើសហើយបើយើងនិយាយមែនតើបាត់ល្មើសនេះគឺវាតែងតែបង្កផលល្មមអញ្ចឹងបាទបង្កផលល្មមបើយើងគិតពីអត្រាជាទូទៅថាឲ្យវាឈានទៅដល់ការស្លាប់បាត់បង់ជីវិតមនុស្សឬក៏របួសស្នាមមិនដូចគ្រោះថ្នាក់ចរាចរណ៍ទេបាទគ្រោះថ្នាក់ចរាចរណ៍ទេឥឡូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍វាបានទៅជាបញ្ហាធ្ងន់ធ្ងរមែនតើបាទព្រោះនៅក្នុងឆ្នាំ2022តែមួយឆ្នាំក្រោយកូវីដធូរស្បើយមកយើងឃើញថាករណីស្លាប់100ថា100គុតចឹងចុះពួកខ្លះថា99ថា100ខ្ញុំគិតថា100គុតចឹងចុះបាទ100ករណី100នេះបាទហើយគ្រាន់តែខែមករាឆ្នាំ2023ហ្នឹងស្លាប់អស់9នាក់ដោយគ្រោះថ្នាក់ចរាចរណ៍ហើយនេះយើងមើលឃើញថារបួសជាង20នាក់ខូចខាតទ្រព្យសម្បត្តិឡានម៉ូតូហើយជាមួយនឹងទ្រព្យសម្បត្តិសាធារណៈអស់មកគំរោះបាទច្រើនអស់ច្រើនអញ្ចឹងនេះគឺថាជាគ្រោះថ្នាក់មួយដែលយើងមើលឃើញទាក់ទងជាមួយនឹងបញ្ហាសុខសុវត្ថិភាពនេះហើយមែនតើគឺថាខេត្តស្ទើរតែដាក់ចេញជាយុទ្ធនាការព្រោះក្នុង2សប្តាហ៍កន្លងទៅនេះយើងខ្ញុំជាមួយនឹងស្នងការក៏ដូចជាក្នុងក្របខ័ណ្ឌគណៈបញ្ជាការឯកភាពគឺថារួមគ្នាប្រឹងប្រែងទៅកន្លែងណាក៏ថាយើងនិយាយតែពីបញ្ហាសុវត្ថិភាពចរាចរណ៍កំណត់មុខសញ្ញានេះកំណត់មុខសញ្ញានោះស្នងការក៏រៀបចំក្រុមការងារចុះទៅអប់រំមុខសញ្ញាដែលយើងអង្កេតពិនិត្យឃើញថាវាមានហានិភ័យខ្ពស់លើគ្រោះថ្នាក់ចរាចរណ៍អ្នកទាំងបង្កឬក៏រងគ្រោះឯខាងសាធារណការនេះក៏ថាចុះទៅបង្រៀនអប់រំច្បាប់ចរាចរណ៍ផងទៅពិនិត្យកន្លែងមកជួបាយយានយន្តអីផ្សេងៗក៏ថាយើងរួមគ្នាប្រឹងគេតែសង្ឃឹមថាការប្រឹងប្រែងដោយស្រស់ដៃគ្នាទាំងអស់គ្នានឹងបាត់ល្មើសចរាចរណ៍នៅក្នុងខែខាងមុខបន្តទៅនឹងថយចុះបាទនេះគឺវាពិតប្រកបហើយថាយើងបានមើលឃើញអញ្ចឹងនៅក្នុងការគ្រប់គ្រងហើយខ្ញុំដឹងថាសម្រាប់ខ្លួនខ្ញុំទេខ្ញុំតែងតែអញ្ចឹងពិនិត្យមើលតើអ្វីដែលវាប្រកបផលប៉ះពាល់ធ្ងន់ធ្ងរអាចថាពីក្នុងខែកក្កដាសីហាផលប៉ះពាល់ធ្ងន់ធ្ងរនៅខែប្រសិទ្ធនោះគឺលើបាត់ល្មើសជួញដូរមនុស្សនេះឯងតែពេលនោះក៏ថាយើងក៏រួមគ្នាបាទក្របខ័ណ្ឌគណៈបញ្ជាការឯកភាពទាំងមូលក៏ដូចជាកម្លាំងដែលគ្រប់គ្រងពីថ្នាក់ជាតិទៅបានរួមគ្នាធ្វើកិច្ចការនឹងមកដល់ឥឡូវយើងស្ងប់ស្ងាត់បាទតែវាស្ងប់ស្ងាត់ក្នុងយើងក៏មិនអាចបោះបង់ចោលដែររាល់ថ្ងៃគឺថាវិធានការនឹងយុទ្ធវិធីនៅតែបន្តជាបន្តដោយបានបញ្ជាក់ជូនថាឥឡូវនេះកំពុងតែគិតខ្លាចក្រែងថាគេស្ងប់អានេះគេទៅបង្កើតអីផ្សេងអានេះយើងក៏ប្រឹងគិតប៉ុន្តែយើងបានមកមើលឃើញតែគ្រោះថ្នាក់ធំដែលបង្កើតឡើងមួយទៀតគឺគ្រោះថ្នាក់ចរាចរណ៍នេះអញ្ចឹងទាំងម្សិលមិញនេះខ្ញុំក៏ទៅនឹងទៅលើកទឹកចិត្តបន្ថែមមន្ត្រីស្នងការរបស់យើងក្រៅពីការចុះអប់រំនៅតាមមូលដ្ឋានឬក៏មុខសញ្ញាដែលមានការពាក់ព័ន្ធនានាជាច្រើនយើងក៏បានទៅលើកទឹកចិត្តឲ្យនគរបាលរបស់យើងដែលទទួលខុសត្រូវលើការងារសុវត្ថិភាពចរាចរណ៍នេះត្រូវបង្កើនការទទួលខុសត្រូវចាប់ផ្ដើមពីការអភិវឌ្ឍសមត្ថភាពការរៀបចំផែនការរបស់ខ្លួនឲ្យបានសមស្របហើយត្រូវតែពិនិត្យសង្កេតទៅលើករណីដែលវាបានកើតឡើងបង្កឡើងដើម្បីមើលឲ្យឃើញតើមជ្ឈដ្ឋានណាដែលជាអ្នកបង្កមជ្ឈដ្ឋានណាដែលរងគ្រោះថ្នាក់ធ្ងន់ធ្ងរដើម្បីយើងដាក់ចេញនៅវិធានការទៅឲ្យវាឆ្លើយតបបើឧទាហរណ៍ថាវាបង្កឡើងដោយឡានធំអានឹងគឺថាយើងដាក់គោលដៅអប់រំឡានធំបើវាបង្កឡើងគ្រោះថ្នាក់ដល់ម៉ូតូឥឡូវនេះគឺថាមិនមែនតែគឺថាយើងឃើញថាប្រហែលជាម៉ូតូបាទត្រូវតែម៉ូតូហើយបើនៅកំណត់ថាតើមនុស្សប្រភេទណាដែលរងគ្រោះច្រើនជាងគេដើម្បីយើងចាប់ផ្ដើមការអប់រំឲ្យវាត្រូវឥឡូវនេះគឺថាគ្រោះថ្នាក់ដែលបង្កឡើងដោយម៉ូតូបុកម៉ូតូគ្នាឯងហ្នឹងច្រើនជាងគេស្លាប់ច្រើនជាងគេបាទស្លាប់ច្រើនជាងគេហើយក្នុងនោះគឺថាអត់មុខសុវត្ថិភាពនេះឯងដែរ
và chẳng lấy những cái thà sống cả quần trò này người ta cả ăn vật vì thiên là ca là bao nhiêu vì có con nát ta chặt đào pi vì thiên là ca ọc rung vì thiên là ca rót tập ba phạ vì này nằm trong cõi cứ vì thiên là ca cho bắp nội còn đây việc ăn của sò đẻ np để chọc tới phơi cá ăn vật vì thiên là ca rót tập ba vì xe phạ vì này nữa vừa tay để rong ca đi quần tọt của mình chẳng nói còn vừa ơi để ăn vật cho bắp mình pe khác người ta hiền phong phải phong mà hiền phong phải phong chẳng người ta sống cả quần trò đấy vì vấn đề nè sọp sái về phân ơi thà nhom mình lực từ chân tí người ta mà ngay nó người ta tiếng non ca tiếng trong người ta khát phong ca ọc rum này đúng không ấy là giờ bắt mình tray là bao nhiêu nữa còn phương ấy ao về còn và nay mình về khăn còn con chùa là biện trinh như thế rồi sao thì con nó về từ đây ọc rum mỗi mười mà đòi tiền ọc rum mỗi mười mà đòi tiền anh chắc đau về trinh xong ra quát với ơi ấy là giờ bắt con nó prai problem mà vì rương sụp hiệp riệp xa rung tung nó người ta từ chừng ngang liệm hay từ chừng ngang lấy người ta ao từ miền ca chặt bàn ở rung hiệp nó người ta rung nạo qua mà rương nó người ta giang na vào đâu người ta phụ quạt trên một tray người ta không biết ai miền ca làm bạc lắm mình làm bạc là một ban là o cái này có rụi luôn ban rụi luôn mà ban này lôi chuộc rương tích người ta rung nạo tầm mà mình lương thực chất ở miền tế dương có cách không còn đây tầm o nó người ta chọn bán cả ống rung tầm o cái này mà chui ọc rung nai non đó này mà dương trong cuộc khát không cả ọc rung nai non một đây ai bom ôm của chui ọc rung nai non từ đó nẹt vừa đầm nào nẹt pra một chu bài lâu nào mà áo miền cả prong của giắt cổ rút bắp ở bàn trầm tới anh ấy dùng kịch tháp cái nhà hàng của chôm bán cắt và thôi trong cái này một trời dương của bọn hai trên mình ai cũng rất cũng học tới ai cũng nặng nơi lư đòn lơ con đồng tơ bán cắt còn thôi chưa từng từ đây mà pro các pro nặng đi em khi mà được làm hay thà từ thì chỉ cho từ niên cao của mình ngay từ đó nó của phim để di chuyển nữa và pro nặng cho cứ bằng co pol bắc pol nguồn hồ đó là dụ chỉ vất bằng co được bộ nám để riêng prat khôi khác lo phải bắt nâng phơi ói cua xa lệ chọc từ đó tiếp cái này mà anh ấy thì dương sừng kết khơi nhá và dương sừng kết khơi của than phép nó cứ bệnh nâng cho nó trong bài hà nên người ta ngay để dương tơ và kết âm pi của than phép được khai cái lúc để về bài trường quản đấy dòng chặt tục thà bài hà pro nạ cho đó cứ trừ lương để thông chừng kia mà trừ lương để thông chừng kia tổ lương ở vay được trong ban riêng rop bị kháng đau vay là ban riêng rop bị kháng đau người ta phải chia sẻ cái đây tới cá nữa nọc nông nặng ca để về môn mà về môn người ta dừng tay nó mà phần của đó là lớn nhất người ta dừng ban từng kết khơi nhà được nè cái là bánh hai cho nên chừng hai tập của bộ đồng room nên tôi cả đọc dài tôi chẳng ná áo sở than là tiếp nơi cực lạ này bàn từ bàn cặn thôi nâng từ bàn để cho dừng nên người ta chia vay để dừng trong sông do một phương cả lành trong đẹp chun tù phai và kền đai ai đâm thế ra nó ra group của ông sầm đai ai đâm lô trường tiêu lô được xây nạn được nom và đôi chia tù để cái chôn tổng ốc để bàn phương cả tam đàn nở về để dừng cả lực lang rồi bỏ dừng trong để to bị khai bị xây nụ ở nè cả này đòi sắm khép ai thập bản năng và chỉ chọn nước cửa sông thoại của po và kênh po đường chun po đại ai đâm lô trường tiêu và lô được xây đây chỉ quân của sóng group của ông xôm ao từ tua ban nơi phật từ po từ buồn và ca cửa dụ và nặng tất cả lệ công bay liên hệ lời nôm một chú đòi cho viết cháy sầm nong bồ rán khmer miền từ tua sang song sầm nong thápปัตยกรรมโบราณខ្មែរគ្រប់ប្រភេទដោយស្ថាបត្យករនិងជាងជំនាញប្រកបដោយបទពិសោធន៍ខ្ពស់ Dù và vơi mà thấy mua